យុទ្ធមិនមានអ្វីប្រែប្រួលហើយឃើញកម្លាំងសាមគ្គីរបស់ខ្មែរខ្លាំងទៀតចឹងហើយក៏កន្លងទៅមានការទទួលស្គាល់ទាំង Everyone please share this live to let the world see this. This is not normal. This is not simple. The world need to see this. គេរហូតបោះសម្ដីទៀតថាបើចង់ឈ្នះខ្មែរត្រូវតែបំបែកខ្មែរឲ្យបាក់នៅសាមគ្គីជាមួយនេះអញ្ចឹងហើយបានគេព្យាយាមយើងមើលទៅក្នុងអតីតកាលទាំងពីមហាអង្គររបស់យើងខ្ញុំថាឯតែតែជាពីទន្ទ្រានមកលើកម្ពុជារបស់យើងអង្គរគឺជាអាណាចក្រដ៏រឹងមាំហើយតែត្រូវបានបង្ក្រាបដោយស្ដេចខ្មែរអ្នកស្នេហាជាខ្មែរមេកុកខ្មែរក្នុងទីនោះអញ្ចឹងគឺថាឯទន្ទ្រានអាណាចក្រអង្គរយើងបានទីតែចង់ក្រោយទៅគឺគេប្រើយុទ្ធសាស្ត្រនៃការចាក់បំបែកផ្ទៃក្នុងរបស់យើងតាមក្រោយរាប់ទាំងជំនឿសាសនាផងគឺបំផុតទៅគេបានចាក់បំបែកនៅកម្លាំងខាងសាមគ្គីខ្មែររបស់យើងរហូតដល់យើងបែកបាក់អាណាចក្រអង្គរដោយតាមដីរបស់យើងតទៅរីកនីលង្វែករីកនីឧត្តមក៏ដូចគ្នាគឺត្រូវបានគេចាក់បំបែកតាមគេវាកំតិចយើងឲ្យបែកបាក់តាមរយៈការបំបែកបំបាក់ផ្ទៃក្នុងនិងសាមគ្គីរបស់យើងអញ្ចឹងហើយទៅពេលនេះគេនៅតែបន្តប្រើយុទ្ធសាស្ត្រក្នុងប្រវត្តិសាស្ត្រក្នុងអតីតកាលរបស់ប្រទេសដែរក្នុងពេលបច្ចុប្បន្ននេះគេកំពុងតែព្យាយាមចាក់បំបែកផ្ទៃក្នុងកម្ពុជារបស់យើងមុខព្រួយរបស់គេក្រោយពីសម្ដេចតេជោសម្ដេចមហាបវរក៏ដោយទីនេះបានប្រឹងឡោមទៅបីតែយើងបង្ខំរឿងនានាក្នុងស្រុកយើងពាក់ព័ន្ធនឹងសម្ដេចតេជោហ៊ុនសែននិងសម្ដេចមហាបវរក៏ដោយគឺគេតែងតែប្រើយុទ្ធសាស្ត្រគឺបន្ទុកបង្អាប់ដល់ការដឹកនាំរបស់សម្ដេចតេជោនិងសម្ដេចមហាបវរក៏ដោយចុះពីចុះអីជាដើមដែលយើងមើលឃើញច្បាស់អំពីចេតនារបស់ពួកគេគឺគេចង់ឲ្យប្រជាពលរដ្ឋលែងស្ដាប់នេះគឺយុទ្ធសាស្ត្រនៃការបំបែកបំបាក់សាមគ្គីរបស់យើងអញ្ចឹងហើយទៅនៅពេលនេះគេបានប្រើរូបភាពនេះដដែលផ្ទៃដីដែលគេឈូសជាផ្ទៃដីដែលគេបានផ្ោះតាំងពីថ្ងៃទី13ខែសីហាមកម្លេះតែគេអត់អាចធ្វើសកម្មភាពអីទេថ្ងៃនេះគេចាប់ផ្ដើមធ្វើសកម្មភាពមិនមែនជាការរុញច្រានប្រជាពលរដ្ឋចេញពីភូមិឋានទេព្រោះគេដឹងថាធ្វើទៅមិនរួចកម្លាំងសាមគ្គីរបស់អ្នកភូមិនឹងចេញមកបរិរាំងពួកគេដូច្នេះហើយបានគេបង្វែរពីការរុញច្រានប្រជាពលរដ្ឋនៅក្នុងភូមិមកការឈូសឆាយដីដែលគេបានផ្ាត់យកតាំងពីថ្ងៃទី13ខែសីហាកន្លងទៅនោះដែលនេះគេចង់ឲ្យប្រជាពលរដ្ឋមើលឃើញថាគេធ្វើសកម្មភាពដោយសេរីតែរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធកម្ពុជាមិនបានទៅតបតជាមួយនឹងគេនោះទេបងប្អូននៅកន្លែងនេះទាំងរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាបេះដូងភក្តីស្មោះត្រង់ជាមួយជាតិជាមួយទឹកដីដែលដូនតាបានបន្សល់ទុកសកម្មភាពរបស់ពួកគេធ្វើនៅពេលនេះប្រៀបដូចកំបិតដ៏មុតស្រួចចាក់រួមថ្លើមប្រមាត់របស់រាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់យើងដូចគ្នាតែហេតុអីបានកងកម្លាំងប្រដាប់អាវុធរបស់យើងក៏ដូចជារាជរដ្ឋាភិបាលមិនឆ្លើយតបដោយវិធានការហិង្សាទៅលើកងកម្លាំងរបស់ថៃយើងដឹងទី1គេធ្វើសកម្មភាពចង់បំបែកបំបាក់ផ្ទៃក្នុងជាតិយើងទី2គេចង់ញុះញង់យើងឲ្យផ្ទុះអាវុធដើម្បីគេមានមូលហេតុគ្រប់គ្រាន់ក្នុងការបង្កការផ្ទុះអាវុធត្រឡប់តបមកវិញការផ្ទុះអាវុធនៅកន្លែងនេះគឺជារឿងដ៏អណោចអាធមបំផុតនៅជុំវិញភូមិសាស្ត្រនេះសុទ្ធសឹងតែជាផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរបើផ្ទុះអាវុធអណោចអាធមខ្លាំងណាស់ផ្ទះសម្បែងប្រជាពលរដ្ឋអាយុជីវិតរបស់ជនស៊ីវិលច្បាស់ជានឹងត្រូវរួមវិនិស្សកម្មស្លាប់របួសតិចទីផ្ទះសម្បែងជាក់ជាមិនខានទេអញ្ចឹងនេះគឺជាហេតុផលមួយដែលរាជរដ្ឋាភិបាលរបស់យើងរត់ចូលទៅឲ្យអត់មុខទៀតមិនតបតដោយកម្លាំងទៅលើភាគីថៃនេះទេតែយើងបានព្យាយាមប្រឹងប្រែងប្រើប្រាស់នៅយន្តការទូតក្នុងការជជែកចរចាជាមួយថៃតាមរយៈយន្តការប្រទេសទី3ប្រទេសនានាតាមរយៈអាស៊ានជាដើមដើម្បីជជែកមួយវិញទៀតបងប្អូន
ខ្មែរយើងជាប្រទេសដែលប្រកាន់នៅសិលធម៌ថ្លៃថ្នូរយើងមានពាក្យថាមនុស្សគេយកសម្ដីតម្រៃគេយកលុបដែលពាក្យមួយគ្នានេះបង្ហាញឲ្យឃើញអំពីសន្តានរបស់មនុស្សខ្មែរគឺគោរពសម្ដីណាស់រហូតដល់យើងមានពាក្យស្លោកមួយទៀតថារនៀបបាក់យករនៀបជួបសម្ដីជ្រុលពោះមិនមានអ្វីមកជួបទេអញ្ចឹងនេះគឺជាពាក្យសម្ដីដែលបង្ហាញអំពីសន្តានរបស់ខ្មែរគឺប្រកាន់នៅភាពសច្ចៈភាពទៀងត្រង់ភាពត្រឹមត្រូវគឺយើងមិនមែនទេតែនិយាយនឹងមាត់ហើយសកម្មភាពធ្វើផ្សេងដូចថ្ងៃទេខ្ញុំរំលឹកកន្លែងនេះព្រោះថានៅថ្ងៃទី28រាជរដ្ឋាភិបាលខ្មែររបស់យើងមានសម្ដេចមហាបវរធិបតីជាប្រមុខរួមជាមួយនឹងនាយករដ្ឋមន្ត្រីស្ដីទីរបស់ថៃនាពេលនោះក្រោមអធិបតីភាពរបស់លោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលជានាយករដ្ឋមន្ត្រីរបស់ម៉ាឡេស៊ីនិងជាប្រធានអាស៊ានបូករួមដោយសាក្សីមានអាមេរិកនិងចិនផងនោះគឺយើងបានព្រមព្រៀងគ្នាថាអនុវត្តនៅបទឈប់បាញ់ព្រំដែនក្រោយការផ្ទុះអាវុធក្រោយថ្ងៃ28កក្កដាមានសភាពបែបណាភាគីទាំងសងខាងត្រូវគ្រប់គ្រងបែបនោះហាមចល័តកម្លាំងហាមបន្តការផ្ទុះអាវុធផ្សេងៗឬធ្វើសកម្មភាពអ្វីផ្សេងៗដែលជាការញុះញង់ឬក៏ជាហេតុបន្តនាំឲ្យមានភាពតានតឹងឬក៏ការផ្ទុះហិង្សាណាមួយរវាងប្រទេសទាំងពីរនោះជាកិច្ចព្រមព្រៀងមួយដែលនាយករដ្ឋមន្ត្រីរបស់យើងនិងនាយករដ្ឋមន្ត្រីស្ដីទីបានធ្វើជាមួយគ្នាបានធ្វើជាមួយគ្នានៅឯម៉ាឡេស៊ីអញ្ចឹងហើយយើងមកដល់ពេលនេះបើទោះបីមានសកម្មភាពវិវត្តយ៉ាងណាក៏ដោយប៉ុន្តែជាតិសាសន៍កម្ពុជារបស់យើងត្រូវតែបង្ហាញពីពិភពលោកថាយើងមានសេចក្តីថ្លៃថ្នូរយើងជាមនុស្សសច្ចៈទៀងត្រង់ត្រឹមត្រូវយើងនិយាយដោយសម្ដីគោរពដោយសតិសម្បជញ្ញៈរបស់យើងមិនមែននិយាយដោយសម្ដីហើយធ្វើអ្វីតែប្រទេសតដាស់ដូចជាជាតិសាសន៍ថៃបានព្រមព្រៀងជាមួយគ្នាហើយថាអនុវត្តនៅបទឈប់បាញ់គូសវាសនិងក្រដាស់យ៉ាងច្បាស់ក្រឡែកតែពួកគេបែរជាធ្វើសកម្មភាពគ្មានសតិសម្បជញ្ញៈខ្វះសច្ចភាពធ្វើសកម្មភាពបំពានទៅលើកិច្ចព្រមព្រៀងទាំងឡាយដែលបានធ្វើជាមួយគ្នាអញ្ចឹងនេះជាភាពថ្លៃថ្នូរខុសគ្នារវាងកម្ពុជានិងថៃគោរពនៅសច្ចភាពកម្ពុជាគោរពនៅសច្ចភាពផ្ទុយទៅវិញថៃមិនបានគោរពនៅអ្វីដែលបានធ្វើជាមួយនឹងកម្ពុជាទេអញ្ចឹងហើយបានមកដល់ពេលនេះទោះបីថៃធ្វើបំពានលើកម្ពុជាយើងយ៉ាងណាក៏ដោយយើងព្យាយាមអត់ធ្មត់យើងព្យាយាមប្រើយន្តការការទូតហើយរឿងរ៉ាវទាំងអស់នេះមិនមែនវិរដ្ឋាភិបាលរបស់យើងនៅស្ងៀមទេច្បាស់ហើយនៅថ្ងៃនេះកំណត់ទូតសេចក្តីថ្លែងការណ៍នានានឹងចេញប្រងព្រាតនៅលើបណ្ដាញព័ត៌មានចេញពីស្ថាប័នពាក់ព័ន្ធទាំងអស់របស់កម្ពុជារបាយការណ៍បញ្ជូនជាចំហជាសម្ងាត់និងច្បាស់ជាធ្លាក់ទៅបន្តបន្ទាប់អាចថាមិនត្រូវអាចនឹងមានការសន្ទនាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំប្រទេសរបស់យើងជាមួយនឹងប្រទេសនានារួមមានអាស៊ានមានប្រធានាធិបតីអាមេរិកអីទៀតផងក៏ថាបានដែរអញ្ចឹងក៏បិទថាយើងមិនបានឆ្លើយតបដោយកម្លាំងបាយនៅកន្លែងនេះតែកម្ពុជាមិននៅស្ងៀមទេនឹងធ្វើចំណាត់ការនានាដើម្បីតវ៉ាទៅកាន់ភាគីពាក់ព័ន្ធអន្តរជាតិទាំងអស់ម៉ោងនេះនិយាយជាមួយថៃគឺអត់បានការទេប្រៀបដូចអំបិលចាក់ទឹកទន្លេអញ្ចឹងសំដីទៅគឺថាសាបមានអីអាចទៅនិយាយជាមួយថៃភាគីថៃផ្លោសំដីថាចង់ដោះស្រាយធ្វើភាគីជាមួយកម្ពុជាដោះស្រាយអីចេញសូម្បីតែមានប្រទេសទី3គេធ្វើសាកសីផងថៃអត់ទាំងគោរពថៃមិនគោរពធ្វើហើយបំពានតផ្ដេសតផ្ដាស់អញ្ចឹងម៉ោងនេះចង់ចរចាធ្វើភាគីរវាងកម្ពុជាថៃគឺមិនអាចទៅរួចទេព្រោះថៃបានធ្វើឲ្យអន្តរជាតិមើលឃើញធ្វើឲ្យកម្ពុជាមើលឃើញថាថៃជាមនុស្សដែលក្បត់ពាក្យសម្ដីមនុស្សដែលក្បត់សច្ចភាពមនុស្សគ្មានម្នះសតិសម្បជញ្ញៈគោរពយកភាពត្រឹមត្រូវអីទេនិយាយហើយគឺថាលុបចោលនិយាយហើយលុបចោលអញ្ចឹងម៉ោងនេះមានតែរកភាគីអន្តរជាតិទេមានអង្គការសហប្រជាជាតិមាន ICJ មានអាស៊ានមានលោកប្រធានាធិបតីសហរដ្ឋអាមេរិកជាដើមទើបអាចសង្កត់កថៃមិនឲ្យរើបានម៉ោងនេះបើចង់សង្កត់កថៃឲ្យជាប់គឺមានតែយន្តការត្រីភាគីឬក៏យន្តការអន្តរជាតិបើថាធ្វើភាគីធ្វើទៅជាមួយថៃមិនបានទេព្រោះជាតិសាសន៍នេះជាជាតិសាសន៍ក្រលិច
នេះជើងនឹងដៃលុបនឹងជើងស្ដោះហើយលេបវិញគឺมันអាចយកជាការបានទេអញ្ចឹងហើយខ្ញុំចង់គូរំលឹកកន្លែងនេះថាប្រជាពលរដ្ឋខ្មែររបស់យើងកុំឲ្យចូលសងចូលការអុចអាលការញុះញង់របស់ថៃក្នុងការបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់យើងទឹកដីដែលគេកំពុងឈឺឆាយមិនមែនរាជរដ្ឋាភិបាលកងកម្លាំងរបស់យើងមិនឈឺចាប់នោះទេប្រៀបដូចជាកំបិតទៅស្រួយកំពុងតែចាក់រួមខ្លាំងប្រមាថរបស់គាត់ដូចគ្នានៅពេលនេះគឺថាឈឺចាប់ប៉ុន្តែយើងអត់ធ្មត់មិនចង់ឲ្យសង្គ្រាមមិនចង់ឲ្យវិវាទហ្នឹងវារីករាលដាលធំជាពិសេសហ្នឹងមិនចង់ឲ្យអាវុធទុះឡើងទេដូចឲ្យបញ្ជាក់បានដែរថាអាវុធទុះឡើងវិនិស្សកម្មយ៉ាងខ្លាំងក្លាណាស់នៅកន្លែងនេះអត់ដូចនៅភូមិសាស្ត្រខេត្តឧត្តរមានជ័យនៅព្រះវិហារទេបងប្អូនឧត្តរមានជ័យព្រះវិហារខណ្ឌចែកដោយជួបភ្នំដងរ៉ៃអត់សូវមានប្រជាពលរដ្ឋទីប្រជុំជនរស់នៅលើភ្នំទេវាច្រើនរស់នៅជើងភ្នំអញ្ចឹងទោះបីផ្លោងអាម៉េចក៏មិនទៅត្រូវផ្ទះសម្បែងប្រជាពលរដ្ឋដែរទុយពីឧត្តរមានជ័យនិងព្រះវិហារនៅប្រទាយមានជ័យនេះបងប្អូនគឺជាដីរាបអត់មានខណ្ឌចែកដោយខ្នងភ្នំអីទេអត់មានអីបាំងគ្រោះបានទេហើយមួយវិញទៀតក្រៅតែពីដីរាបហើយនៅជុំវិញនេះសិតតែផ្ទះសម្បែងប្រជាពលរដ្ឋទាំងអស់បាទផ្ទះសម្បែងនៃកុំខំប្រឹងកសាងឡើងរស់នៅទីនេះក្មេងតូចគុំចាស់ជរាជនពិការនៅទីនេះទាំងអស់អញ្ចឹងបើសិនជាផ្ទុះអាវុធឡើងគឺអាណោចអាធំណាស់มันអាចធៀបខ្លួនมันអាចទម្លាក់ខ្លួនបានតាន់ពេលវេលាច្បាស់ជានឹងត្រូវរួមបុកឡាក់ច្រើនជាក់ជាមិនខានឡើយព្រោះថាមួយជួរនេះសិតតែជាភូមិឋានរបស់ប្រជាពលរដ្ឋរឿងអាយុជីវិតប្រជាពលរដ្ឋជារឿងមួយផ្ទះសម្បែងរបស់ប្រជាពលរដ្ឋផ្ទះថ្មផ្ទះឈើដែលគាត់បានប្រឹងប្រែងដោយកម្លាំងញើសឈាមគាត់រស់ស៊ីខ្លះហ្នឹងពាក់កណ្ដាលជីវិតហើយខ្លះជាងពាក់កណ្ដាលជីវិតទៅទៀតទើបបានផ្ទះសម្បែងមួយថ្មីរស់នៅល្អសម្រាប់ពួកគាត់បើសិនជាមានការផ្ទុះអាវុធឡើងនៅកន្លែងនេះច្បាស់ណាស់ញើសឈាមគាត់ដែលបានប្រឹងប្រែងរាប់សិបឆ្នាំនឹងត្រូវឲ្យខ្លោចសារបាត់បង់ដោយសារតែការផ្ទុះអាវុធនេះអញ្ចឹងហើយបានវិវត្តថាវិបាលមកដល់ពេលនេះចេះតែអត់មុតចេះតែប្រឹងប្រែងខំមាត់សង្កត់ចិត្តមកខាងគេទន្ទ្រានឈឺចាប់មកខាងប្រជាពលរដ្ឋខ្មែរដែលមិនយល់អំពីបេះដូងរបស់រាជរដ្ឋាភិបាលរបស់យើងគឺកាន់តែធ្វើឲ្យរាជរដ្ឋាភិបាលឈឺចាប់ខ្លាំងបន្ថែមទៀតអញ្ចឹងពេលនេះរាជរដ្ឋាភិបាលព្រៀបដូចសាច់នៅលើជ្រុញត្រូវបានគេច្រាំទាំងខាងប្រជាពលរដ្ឋនិងខាងភាគីថៃនិងថែមទៀតដែលគេយើងទឹកឈឺចាប់ប៉ុន្តែប្រឹងប្រែងអត់មុតមិនទុះអាវុធទោះតែដើម្បីមិនចង់ឃើញឲ្យមានវិនិស្សកម្មកាន់តែខ្លាំងក្លានៅភូមិឋានរបស់ប្រជាពលរដ្ឋរបស់យើងនៅក្នុងភូមិក្រីចាំនិងភូមិជោគជ័យនេះបងប្អូនដែរអញ្ចឹងនេះបងប្អូនត្រូវមើលឲ្យឃើញកន្លែងនេះអញ្ចឹងខ្ញុំជឿឲ្យថាបងប្អូនឈឺចាប់ដែលឃើញជាឈឺឆាយដីធ្លីរបស់យើងនៅពេលនេះតែយើងទៅត្រូវធ្វើអំពីសេចក្តីរបស់យើងបានហើយទេបាទធ្វើបាច់នេះធ្វើទៅពេលនេះប្រចាំតាំងការទឹកពិចារណាឲ្យបានអត់ល្អឲ្យបានពុតមុតធ្វើយ៉ាងណាកុំឲ្យ So now everyone the IoT team is coming របៀបប្រជាពលរដ្ឋជាមួយនឹងរាជរដ្ឋាភិបាលត្រូវតែរក្សាឲ្យបានបាទត្រូវតែរក្សាឲ្យបានមិនអាចឲ្យគេញុះញង់យើងទៅបាក់នៅសាមគ្គីភាពរវាងខ្មែរយើងនឹងឡើយចឹងបងប្អូនមកនេះ IoT team មកអញ្ចឹងថៃនេះគឺ IoT team ម្ដងសាក់នឹងចឹងពីអតីតកាលចាំទៅលោកខត់ឲ្យទីណោជួយចាំ The IoT team is coming. IoT ដែលដឹកនាំដោយក្រសួងការពារជាតិការដឹកនាំដោយក្រសួងការពារជាតិក៏បានចុះមកដល់
ai ở khi quan trọng mà đó là cái sáng để tiền thái công bố thu chai lượt đây từ phổ đoạt trong ai thú để đặt ngắm đói ai nằm cũng được áp và các đây bàn trong một hỏi chốn bàn đầm bay sòng kê đầm bay mơ đòi số ba hay đại ta đặt nón này dân khi tham miền an toàn dầu thia và an toàn dầu thia vô hơi còn nhiều càng vô bà cũng cho mấy này thì mà học người thì có tam mình chơi tu một con ở đây mình con mình con mày mày cho tôi lên đây mình có nhiều tiền mình lúc có tam chiếc cái đáy thì nó nằm một chiếc này ta tìm tiền tại có bắp rồi bỏ thay một lời đài đồ nặng đâyประเทศเกเรียนเพียนตัดใดเกตามอำเภอจัดนะนี่ผู้เจ้านะคุณของเจ้าที่มันของอะไรมาต้นนี่คือเกี่ยวกับการดีคุยกันเรื่องอะไรต่างๆเวียนระบายไปอันควรเลยที่สองโมงทางติดต่อปลาที่สุดเกิดเมื่อเราเคยดูบอสไอ้เลี้ยงการมาเชื่อไว้ตอนนั้นเป็นติดต่อปลาตุกติดต่อปลาเป็นไอ้บ้านที่เป็นคู่ที่เราในน้องในเรื่องประเทศนั้นไอ้ในดาวเวียนามูนบอกว่าเป็นตามความกรุ๊ปคนบ้อง những cái hàngที่เขาคือสิ่งเลี้ยงเราได้ไปการในประเทศมันคือติดตามการของนั้นตามไปคือการที่อีกไทยถึงไหนในน้องคือคือลูกน้าเนี่ยนะเพื่อนประมาณตัวผมน้าของเตี้ยเปลี่ยนทางน้าคือฉบับเตี้ยคือเป็นบาการในหมอกเราการนี่อะไรที่คือการตัวคนเป็นเอาเงินมาคือเป็นเรื่องราวเรื่องต้นต้นคือต้องจัดทีมแบบนี้เอาไปโอ้โหบ้านเราไว้คนในอยู่ในห้องนอนบ้านนะได้ที่นะวันเพชรน้ำมันไม่ได้มาโรงพยาบาลเป็นเจ้าของเมืองตัวเลยไอ้ที่จะทำมันคือมวยคู่อาตราเป็นมวยคู่ตรงไอ้เกี่ยวนี่ลูกปัดวิโอปัดจ้าหน้าลูกคิดไปคือไอ้ซานต้าเนี่ยนะบอกพี่นะสมไปแต่กรมไอ้โดนทีแต่จบหมดตัวท้ายจบคือเขาไอ้ก็เลยก็มันไฟบอลในกรรมเทียบในแต่ที่สุดเป็นจุดมันเลยคือนั่นแต่ต่อคือจะกรรมเทียบอ่ะเป็นเล็กแต่แล้วเขาเทียบท้ายแต่ก็คือกรรมเทียบท้ายคือเป็นจุดมาเกี่ยวซีนเกี่ยวไทยเลยกับคือไทยเลยกับคือโบราณตามระยะรูปภาพแต่ตอนนี้สังคมทางอันดับที่ติดเสร็จโลกเป็นตัวตัดโดนัลด์ทรัมป์หนึ่งเพื่อการคืนบัตรหนึ่งนี้หนึ่งตามระยะการไล่ตัวกับบอลพวกเรียนที่เป็นอันดับที่ในขณะในปีดับไทยตุลาการปีก่อนมาไปฝรั่งนี่ตามตกลงไปđấy có hai chữ hai trong một vùng chuyên người thanh toán về khi tầm ca đôn là một sự bổ sung một việc chuẩn tầm rồi
Everyone, they seem to stop the activity because they saw the IoT team that just arrived, like 10 minutes ago. So they seem like they're also afraid that you can jump the IoT team. Oh. One can IoT team is over there checking the situation. And right now, the bulldozers seem like they stop for some time, and the Thai troop is here. They are standing close to the bulldozer. So đây. Lên đây đây nhưng bong bóng thời gian tha pan cá bao dương cứ chẳng ban san được hiệp pan cá bao dương mình men từ to tăng đây cầm lăng bài cho mùi xiêm thì ní cứ chỉ chết na để xiêm cho dương to tăng và dương to tăng một cái dương trôn tệ cái bong bóng thời chấm và trên dương thời tại đọc sai tam ní tại vị thi tam chụp bắp từ là cá ông đã chia tam tam cang như cá tụt thế nào thôi này thế nào chưa cần that is Thai troop. They stop for some time because the IoT team is here, so they stop. And they ask their commander, I believe, what they're gonna do next. Because now they got into trouble already. Ông muốn thử chấm thưa sự cam một phía bạn đi, vì admin cần đánh lên cha ăn tại chiếc tiền. Dương từ to va to tăng một cái rất tại dương
ខុសយើងអត់ចំណេញទេចឹងឲ្យគេធ្វើឲ្យយើងថតមកហើយដីនេះវាអត់មានគេមកឈុះគេរាយបលាលួសចឹងវាទៅជាដីគេវាអត់ទេយើងធ្វើកិច្ចការងារការទូតទៅតាមច្បាប់អន្តរជាតិគេមានរបៀបក្នុងការវាស់វែងបង្គោលព្រំដែនមិនមែនទេបលាលួសបានដីទេចឹងណាបងប្អូនតែអ្វីយើងត្រូវធ្វើមិនមែនតតាំងដោយកម្លាំងបាយទេយើងត្រូវធ្វើតាមច្បាប់អន្តរជាតិបន្លាយ YouTube លុយកក់បងប្អូនការប្រើប្រាស់អំពើហិង្សាឬក៏តបតដោយកម្លាំងបាយមិនមែនជាដំណោះស្រាយទេនៅទីបំផុតនៃការប្រើប្រាស់កម្លាំងបាយឬក៏ការប្រើប្រាស់អំពើហិង្សានៅតែចូលតុចរចាដដែលអានេះបងប្អូនត្រូវចាំណាបាទពេលខ្ញុំនិយាយបងប្អូនឮមែនទេបាទពេលខ្ញុំនិយាយបងប្អូនឮបងប្អូនបងប្អូនគាត់នៃការបាទឈូសឬក៏រាយបលាលួសនេះវាមិនបានកំណត់ថាទឹកដីនឹងគឺជាទឹកដីសៀមទេបងប្អូនចាំកន្លែងនេះស្លេតមើលគេធ្វើកម្មភាពទៀតអត់បងប្អូនដោយសារខាងក្រមអ្នកអង្កេតការអន្តរជាតិគឺនៅចិត្តយើងនេះឯងគាត់បងប្អូនថាធ្វើការពិនិត្យមើលស្ថានភាពបែបទៅផ្ទះឲ្យដឹងបាទតាទៅមុខស្រែផ្លូវទៅផ្ទះហើយអរគុណបងប្អូនអរគុណនិយាយទទួលបានប័ណ្ណបញ្ជាមិនអីតទៀតហ៎តទៀតថាមិនខ្វល់តែទៀតហ្នឹងអត់អីទេបងអត់អីទេគេអត់ចូលទេអត់យើងចូលមក3នាក់នេះអត់អីបងមិនអត់អីទេបង
ដៃសំ បាទសម្រាប់សំសាច់មក អាឈ្មោះនេះឈ្មោះហើយឡើងហើយដីឡើងកន្លះកាត់លើហើយទៅមកធ្វើរាវមីន ទៅឃើញថាឲ្យគឺចាក់ចុះហើយបានរាវតាមក្រោយរាវមកកន្លែងនឹងវិលមកកន្លែងហើយទៅចូលរួមទៅហាក់ជាទៅចូលសំដែងឲ្យទៅឲ្យសំដែងមកទៅសំដែងលើកទី1ចេញថ្ងៃដំបូងហ្មង ហើយកាន់រាវមីនមានស្ព្រេកំភ្លើងការពារទេបងបាទអូកំភ្លើងប្រវាយណាណៃហ្មងបាទរាវទៅមានសំមានកំភ្លើងស្ព្រេការពារទៀត ដៃខាងគិតដល់វិធីជំនាញដែលពិភពលោកជាបាក់នឹងជឿអត់តើប្រទេស នេះតាមយើងគិតបើកខ្លែងអញ្ចឹងសង្ស័យតែគ្រាមានឃើញយកភ្លើងបាញ់មានផ្ទុះហើយនេះប្រជាជនពុទ្ធសាសនាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ហើយខ្ពស់ដោយរបៀបណាទៅហើយចាំប្រតិបត្តិការទឹកមកតាមបងប្អូនតែក្នុងលេខដ្ឋានរបស់កម្ពុជាធ្វើដូចជាធ្វើលែស៊ីញ៉ៃហ្នឹងបងប្អូនណាហើយការងារបើម៉ៅបងម៉ៅ ម៉ៅស៊ីញ៉ៃបាទរាវមួយថ្ងៃឯនៅកន្លែងហ្នឹងបាទនេះយើងជិះលោកឡើងរាវអញ្ចេះមិនដឹងប្រហែលឆ្នាំបានហើយដីហ្នឹងទៅនេះដីនេះបងប្អូននៅខ្មែរយើងរៀនខាងកៅជាខាងសមត្ថភាពអត់រៀនខាងកៅជានោះសើដើមដូងប្រជាជនយើងដាំតែមានមកពីណាចការដូងនេះណាវាដឹងថាសវត្ថភាពកន្លែងហ្នឹងបានវាមកឈូសហ្នឹងកម្ពុជាបានរៀនខាងកៅជាបាទរៀនអស់ហើយនៅក្នុងមកនេះហើយតាមដូងចការដូងគេដាំជាជនខ្មែរដាំដូងដីប្រជាជនខ្ញុំនៅឡាលុំមកហុំពួកហើយទៅឲ្យឈូសឆាយហើយដូងប្រហែលឆ្នាំហើយសូមឲ្យប្រជាពលរដ្ឋខ្មែររបស់យើងហេតុរបស់គេដាំដូងជំនួសទៅបាច់របស់ឯងដែលគេព្យាយាមបង្កើតនៅសេណារីយ៉ូសាច់រឿងទាំងឡាយដើម្បីបំបីបំបាក់ទៅក្នុងระดับជួយស្នេបយកដើមដូងបំបាក់ប្រជាពលរដ្ឋលែងឲ្យដើមដូងប្រជាពលរដ្ឋយើងដាំហើយឃើញអត់មួយដែលកំពុងតែប្រើគឺបច្ចុប្បន្ននេះបងប្អូនដីបងប្អូនយើងរូបរបស់បានបងប្អូនជួយដល់វិទ្យាជំនាញនេះពីនោះខ្ញុំឡាយពី YouTube បានទៅពីប្រទេសដៃប្រទេសកម្ពុជាគឺទូរស័ព្ទទៅតាមរូបហើយខោផងរៀបការពីចឹងខ្ញុំនឹងបិទ live ពី Facebook ដោយសារបរទេសគេចូលចិត្តមើលតាម YouTube ចឹងឥឡូវខ្ញុំនឹងបិទ live របស់ខ្ញុំពីលើ Facebook ហើយខ្ញុំនឹង live ចេញពី YouTube មកវិញតែពីនោះទៅមិនអត់ទៅចូលពេកចឹងទូរស័ព្ទ live បានតែអត់ទៅចូលពេកចឹងឥឡូវ live តាម Facebook គឺនៅក្នុងដីដែលព្រោះយើងត្រូវការដាក់ចូល YouTube ឲ្យបរទេសគេមើលឃើញប៉ុណ្ណឹងតែឯងបានថតច្រើនចាំដាក់ចូល YouTube ឲ្យបរទេសគេមើលឃើញតាមរបស់យើងឡើងពីរៀនលោកនៃលំដាប់ទឹកខរបស់គេមកតរពីខាងបងប្អូនសម្រាប់ខ្ញុំទៅជួយនិយាយនេះធ្វើអីដែរបាទទៅជួយនិយាយទៅធ្វើអីអាហ្នឹងឲ្យពងធ្វើបងប្អូនថាខាងយើងទៅជួយនិយាយបាទនេះយើងនឹងពងធ្វើនេះបាទយើងពងប្រមូលផុសតាំងការទូឆាយតាមរបៀបទូឆាយទៅក្នុងប្រទេសប្រយោជន៍ទៅគឺមកឃើញគឺអត់មានជាសាក់សីរបស់នេះបងប្អូនហើយមិនថាសាក់សីមើលឃើញធម្មតាគឺឆោតពីបងប្អូនគឺអូនទុកចាក់ស្មាតតំងនេះចង់ឡាយពីនេះពួកឲ្យអន្តរជាតិជាមួយឃើញឲ្យកម្មវិធីគឺណែគឺមានចំណាយជួយបង្កាត់មិនអាចមានអ្វីខ្លះទេតែការប្រឹងប្រែងនេះมันអាចឆ្លើយតបដល់ច្បាប់របស់បានទេដូចជាចាក់ទៅតាមយុទ្ធសាស្ត្រឲ្យមិននេះនៅភូមិឋានដែលខុសពីភូមិសាស្ត្រនៅខេត្តក្រុងទៅខេត្តក្រុងហើយដែលបាទដូចជាហ្នឹងស៊ីហ្នឹងដល់ជាថៃដល់ជាទៅដល់ឡើងទៅអន្តរជាតិដល់តាមតំបន់ភូមិតែនេះស្អាតទេខុសពីភូមិសាស្ត្រខេត្តកំពង់ជ័យជាពិសេសនៅក្នុងភូមិជោគជ័យនិងភូមិស្រីចាំនេះភូមិសាស្ត្រកន្លែងនេះគឺថាលើខាងក្រុមរៀននេះក្រុមរៀននេះអត់ទេចូលស្ងៀមទៅបាទត្រឹងចាប់ไปទៅអង្គុយទៅឈរទៅត្រឹងទៅបាទសម្បាយអត់សមសោះបងប្អូនសម្បាយអត់សមទេតូចមានគុំការចាយបាយរបស់យើងនៅទីនេះទាំងអស់ដូច្នេះបើសិនជាយើងយកកំហឹងចូលកំហោហើយឆ្លើយតបដោយកម្លាំងបាយ
គុណបងប្អូនឥឡូវខ្ញុំសូមចាប់ខាឡាយទៅសិនហើយវាអីផ្លាយទៀតខ្ញុំនឹងឡាយជូនបងប្អូនទស្សនាជីវិតរបស់ទៀតព្រោះមានសកម្មភាពទេគឺសកម្មភាពតែប៉ុណ្្នឹងឯងបងប្អូនឃើញរៀងមានឈរមកកន្លែងហ្នឹងហើយនៅគ្រឿងចាក់ឈូឆាវឲ្យផ្អាកសិនហើយចាមានអីផ្លាយទេចឹងសូមតែកាឡាយសូមអរគុណបងប្អូនមើលឃើញចំណុចនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជារបស់យើងកងកម្លាំងប្រដាប់អាវុធរបស់យើងដែលស្ដាប់យ៉ាងខ្ជាប់ខ្ជួននៅបទបញ្ជារបស់រាជរដ្ឋាភិបាលនោះគឺថានាំគ្នាប្រឹងខំមាត់សង្កត់ចិត្តអត់ចូលបានលោកព្រះខ្លាំងណាស់ដើម្បីដោះស្រាយសភាពការនេះកុំឲ្យហិង្សាវាផ្ទុះឡើងកុំឲ្យភាពវិនិស្សកម្មវាកាន់តែខ្លាំងក្លាបន្ថែមទៀតបងប្អូនមិនអាចដាំដើមស្វាយនឹងខ្លាំងឲ្យស្អីទេឃើញថាសកម្មភាពមិនមែនដោយសារតែវាអត់ចេញខ្លាំងឲ្យស្អីទៅយើងអត់ដាំអញ្ចឹងខាងកងកម្លាំងឯងនៅតែបន្តធ្វើបងប្អូនហើយនេះខ្ញុំចង់ទូរំលឹកម្ដងយើងចង់បានសន្តិភាពតែគេអាចមិនចង់បានសន្តិភាពទេព្រោះគេមានអាវុធគេមានកងទ័ពឲ្យលុះក្នុងច្រើនអាវុធទំនើបដូចច្រើនអញ្ចឹងវាជាចេតនាគេណាបាទហើយបងប្អូនតដៃមួយគេហ្នឹងវាអត់ចំណេញព្រៀបនេះរបស់លើយើងពីចំណេញបានទៅបាត់បង់អាយុជីវិតគ្រប់រូបទាំងបាត់បង់អាយុជីវិតគេអាចបំបែកផ្ទៃក្នុងយើងបានហើយបំបែកកម្លាំងកិច្ចការងារណាដែលយើងបានធ្វើដើម្បីអាចនាំយកមកវិញនូវសុខសន្តិភាពយើងត្រូវតែធ្វើយកឈ្នះយើងបានគ្រប់ពេលវេលាទាំងអស់ដូច្នេះបងប្អូនសូមគំលុះក្នុងកលល្បិចរបស់គេហើយខ្ញុំចង់ទូរំលឹកបងប្អូនឲ្យបានជ្រាបផងដែរថាជាពីថៃនៅក្នុងពេលបច្ចុប្បន្ននេះក៏កំពុងតែប្រឈមមុខនឹងសម្ពាធប្រជាពលរដ្ឋរបស់គេដូចគ្នាដែរព្រោះចូលពេលកន្លងទៅគេបានប្រកាសផ្នែកក្តីចំពោះមុខប្រជាពលរដ្ឋរបស់គេថាពីថ្ងៃទី26ខែកញ្ញាកន្លងទៅរហូតដល់បងប្អូនត្រូវចាំមួយទៀតជាអវសានវត្តតែថ្ងៃនេះជាថ្ងៃដែលគេដាក់អវសានវត្តចុងក្រោយឲ្យកម្ពុជាដើម្បីជំនះប្រជាជនកម្ពុជាហើយបងប្អូនត្រូវចាំសកម្មភាពនេះគឺជាសកម្មភាពលួងចិត្តប្រជាជនរបស់ខ្លួនព្រោះបើអត់ធ្វើអីសោះវាអត់កើតព្រោះនឹងត្រូវរងការជេរប្រមាថនិងការស្អប់ខ្ពើមពីប្រជាជនរបស់ខ្លួនអញ្ចឹងថៃត្រូវតែធ្វើរឿងខ្លះដើម្បីបំពេញចិត្តប្រជាជនរបស់ខ្លួនតែបងប្អូនត្រូវចាំយើងមិនអាចទៅតបតដោយកម្លាំងបាយទេនៅក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទបើយើងទៅតបតដោយកម្លាំងបាយយើងចូលអន្ទាក់គេហើយហើយបើយើងដឹងថាហ្នឹងអន្ទាក់ហើយយើងចូលអន្ទាក់ធ្វើអីនេះជារឿងដែលយើងត្រូវយល់ទាំងអស់គ្នាបងប្អូនត្រូវចាំកំណត់ហើយវាមិនមែនជារឿងលេងសើចទេវាតាក់ទងជាមួយនឹងអាយុជីវិតប្រទេសជាតិយើងមិនមែនខឹងក៏ដោយកម្រោយើងហក់ចូលទៅវាយគេយើងបាញ់គេអត់ទេអ្នកសារព័ត៌មានមិនរួចខ្លួនទេមិនសុខទេចង់អញ្ចឹងយើងត្រូវយល់យើងត្រូវស្វែងយល់ពីស្ថានភាពឲ្យបានច្បាស់បន្តិចឲ្យបានវែងឆ្ងាយបន្តិចមើលឲ្យបានស៊ីជម្រៅបន្តិចរុញច្រានប្រជាពលរដ្ឋម្លោះយើងនឹងដឹងថាចេញពីភូមិតែហេតុអ្វីបានជាយើងត្រូវបន្តពេលនេះធ្វើកិច្ចការងារការទូតជាមួយនឹងអន្តរជាតិហេតុអីបានជាយើងទៅធ្វើការងារជាមួយនឹងប្រធានាធិបតីអាមេរិកជាមួយនឹងមេដឹកនាំអាស៊ានជាដើមហេតុអីព្រោះយើងចង់បានសន្តិភាពតែប្រទេសជិតខាងយើងមិនប្រកាសតែគេចង់បានសុខសន្តិភាពទេដេញប្រជាពលរដ្ឋដូច្នេះវាមានន័យថាម៉េចឥឡូវនេះគេចង់ឲ្យយើងទុះអាវុធនឹងណាគេចង់ឲ្យយើងទៅវាយគេបាញ់បោះទៅគុកបបែកដាក់គេដូចបងប្អូនលើកឡើងនៅក្នុង BMA ទាំងអស់ហ្នឹងណាវាអញ្ចឹងណាហើយបើយើងដឹងថានឹងអន្ទាក់ហើយយើងទៅចូលអន្ទាក់គេនឹងយើងអត់មានថ្ងៃចេញទេណាពួតពាក្យខ្មែរយើងថាកុំយកកលអន្ទាក់ពេលកន្លងទៅនៅមិននៅកុំយកជ័រនៅមកត្រៀមគ្នាចាំនឹងជោគជ័យបានទេពួកគេអ្វីដែលយើងអាចធ្វើបាននឹងតាមរយៈការស្ដីបន្ទោសយ៉ាងអ្វីយើងអាចធ្វើបានតាមច្បាប់អន្តរជាតិយើងចឹងថ្ងៃនេះសពឲ្យយ៉ាងហើយយើងជឿថាដេញប្រជាពលរដ្ឋខ្មែរចេញពីតាមរយៈច្បាប់អន្តរជាតិយើងនឹងទទួលបានលទ្ធផលតាមការអួតយើងនឹងទទួលបានលទ្ធផលហើយមិនបានខ្ញុំហ៊ាននិយាយអញ្ចឹងគេជាមួយនឹងប្រជាពលរដ្ឋគេយ៉ាងណាក៏ដោយចុះគេក៏បានអន្តរជាតិនៅតែមានមកការច្បាប់អន្តរជាតិនៅតែមានយើងដែលធ្លាប់ថាយើងនឹងនៅតាមទទួលបានជាការលួងចិត្តរបស់ប្រជាពលរដ្ឋគេចាំថាថៃមិនមែនរុស្ស៊ីទេកម្មភាពមួយដែលគេហុចអាវដុតកំហឹងថៃមិនមែនអាមេរិកទេលួចមានបារាំងអង់គ្លេសខ្ញុំបានបញ្ជាក់ពីខាងបានអំបញ្ញមិញអញ្ចឹងបងប្អូនថៃគ្រាន់តែជាប្រទេសធម្មតាមួយនៅអាស៊ាននេះមួយគេមានសេដ្ឋកិច្ចជាងយើងរក្សានៅភាពគេមានអាវុធច្រើនជាងយើងបានខ្ពស់គេមានទ័ពច្រើនជាងយើងប្រជាជនច្រើនជាងយើងកុំឲ្យលុះក្នុងដូច្នេះយើងមិនអាចចេះតែកឆលព្រេះផ្អើលយើងត្រូវមើលកម្លាំងរបស់យើងដូចគ្នារបស់ខ្មែរយើងបើយើងប្រើកម្លាំងបាយទៅមិនឈ្នះយើងត្រូវប្រើចិត្តសាស្ត្រយើងត្រូវប្រើច្បាប់បងប្អូនត្រូវចាំថាអន្តរជាតិក៏គេមានច្បាប់ប្រទេសក៏មានច្បាប់គ្រួសារក៏មានវិន័យតែមកអញ្ចឹងរឿងអីក៏ដោយវាកំណត់នៅនឹងច្បាប់បងប្អូ
បាទហើយបងប្អូនត្រូវចាំថ្ងៃនេះជាថ្ងៃដាក់អសានវត្តចុងក្រោយបើគេអត់ធ្វើអីសោះគេនឹងមានបញ្ហាជាមួយប្រជាជនគេយ៉ាងហោចណាស់ក៏គេត្រូវយកអបុលយកមកឈូសដីយើងដើម្បីឲ្យគេអាចនឹងតបស្នងសងជំងឺផ្លូវចិត្តប្រជាជនគេខ្លះដែរអានេះយើងត្រូវយល់បាទអានេះយើងត្រូវយល់វាមិនមែនជារឿងលេងសើចទេវាគឺជាសន្តិសុខជាតិវាគឺជាអាយុជីវិតប្រជាជនអាយុជីវិតកងទ័ពនិងអាយុជីវិតប្រទេសជាតិយើងមិនអាចធ្វើតាមអារម្មណ៍ទេយើងមិនអាចច្រឡោតទៅតាមសកម្មភាពរបស់ថៃទេព្រោះថៃវាធ្វើឲ្យយើងច្រឡោតហើយបើយើងច្រឡោតតាមគេហ្នឹងងាប់ហើយមានប្រេងចូលតាក់គេពីអីជាដើមនេះគឺថាផ្សាយរហូតដល់សកម្មភាពរបស់ពួកគេហ្នឹងត្រូវបញ្ចប់ទៅវិញគឺថាទោះបីផ្សាយដល់ថ្ងៃលិចហើយរះវិញក៏ផ្សាយដែរមកកាមេរ៉ាគឺថាត្រូវបានបញ្ចប់បន្តោបជាប់នៅនឹងរហូតដើម្បីជាគឺថានិយាយមិនមែនទៅបំណងចិត្តខ្ញុំចង់ជ្រុះផ្សាយផ្ទាល់នៅភូមិព្រៃច័ន្ទនេះគឺពងយូរហើយបងប្អូនប៉ុន្តែអត់តែបានមកទេក្រោយព្រឹត្តិការណ៍ថ្ងៃទី17ខែកញ្ញាកន្លងទៅនេះទើបមានការអនុញ្ញាតពីថ្នាក់ដឹកនាំអង្គភាពឲ្យពួកយើងខ្ញុំមកចុះផ្សាយនៅទីនេះតែរាប់ពីថ្ងៃទី17ខែកញ្ញាមកគឺមិនមានព្រឹត្តិការណ៍វិវត្តអីឲ្យគួរឲ្យកត់សម្គាល់ដែលធ្វើអនុញ្ញាតឲ្យយើងឡាយឬក៏បាននោះឡើយខ្ញុំបិទម៉ៃតែម្ដងនៅដៃថងខ្ញុំបិទម៉ៃទើបអាស្រ័យហេតុនេះហើយទើបថ្ងៃនេះការបានផ្សាយផ្ទាល់វិវត្តគួរឲ្យកត់សម្គាល់អញ្ចឹងហើយទើបពួកយើងខ្ញុំក៏គិតកងនឹងយូរមកហើយក្នុងការផ្សាយផ្ទាល់នេះអញ្ចឹងនៅថ្ងៃនេះយើងគឺបានផ្សាយផ្ទាល់ដូច្នេះគឺផ្សាយរហូតនៅសកម្មភាពរបស់ពួកគេនេះខ្ញុំតំដេកឆ្អែតតំងើបបងប្អូនshareបានច្រើនបងប្អូនshareបន្តទៀតឲ្យអន្តរជាតិគេឃើញសកម្មភាពបែបនេះយើងត្រូវតែឲ្យគេឃើញឲ្យបានច្រើនវាគឺជារឿងចំណេញសម្រាប់កម្ពុជាបងប្អូនត្រូវចាំសកម្មភាពបែបនេះវាចំណេញសម្រាប់កម្ពុជាបងប្អូនហើយចំណេញមិនបាត់ដីឯណាដីនៅតែដីដដែលទេវាអត់មានកំណត់ថាជារបស់អ្នកណានៅឡើយទេម៉ោងនេះវាអត់មានកំណត់ទេអូខេកាមេរ៉ាទៅមុនចុះកាមេរ៉ាទៅមុនចុះចឹងបងប្អូនមេចាប់ដើមរៀងរលឹមបងឯងកុំនៅឃ្លៀខ្ញុំនេះឃ្លៀបងនៅឃ្លៀលេអូខេចាប់ឡងបានអត់ដឹងជួយកាន់តោះអត់អីខ្ញុំវា7 ម៉ោងហើយមើលរស់ដៃតិចទៅអលេះដៃផុងហើយបងប្អូនshareបន្តឲ្យច្រើនណាបងប្អូនឲ្យអន្តរជាតិគេឃើញអាសកម្មភាពបែបនេះវាចំណេញសម្រាប់កម្ពុជាបងប្អូនកុំមានអារម្មណ៍ឈឺចិត្តអីព្រោះយើងបានផោះតាំងបែបនេះហើយយើងអាចទៅបង្ហាញអន្តរជាតិបានហើយពួកខ្ញុំបានថតវីដេអូច្រើនហើយ7 ម៉ោងនេះយើងថតឡើងឆ្អែតហើយថតច្រើនហើយបាទថតច្រើនហើយទាំងរូបភាពទាំងវីដេអូហើយទាំងការ live នេះយើងមិនទាន់បិទទេឥឡូវនេះដូរដៃឲ្យមនិតជួយកាន់ម្ដងបងប្អូនដៃថ្មីតែមកបានចូលជួយកាន់មិញហើយគាត់បកកាយកាន់ណាព្រោះគាត់អ្នកលក់ទូរស័ព្ទស្រាប់អញ្ចឹងគាត់កាន់ទូរស័ព្ទនឹងឥឡូវយើងឃើញទាហានថៃមកកាន់តែច្រើនហ្នឹងបងប្អូនដំបូងមានតែប្រមាណអ្នកទេឥឡូវមកច្រើនណាស់បាទគឺមកចិត្តអាបុលហ្នឹងមកច្រើនជាង15នាក់ហើយបងបាទនៅចិត្តអាបុលច្រើនទៅមុនហ្នឹងមានប្រហែលជាតែ5នាក់ឯងនៅខាងក្រោមតែឥឡូវគឺជាង10នាក់ឯងបាទនៅចិត្តអាបុលហ្នឹងគឺឥឡូវឡើងជាង10នាក់ហើយហើយអាកាសធាតុម៉ោងនេះមេឃដូចចង់រើអាលឹមបន្តិចភ្លៀងបន្តិចឲ្យបងពងធ្វើការថតដាក់កាមេរ៉ាផ្ទាល់នេះបាទតែលឹមមករត់ទាន់រត់អត់ទាន់ទេណាបងមានឆាប់ទេបងអត់មានឆាប់បងផងក៏អត់និយាយទេខ្ញុំនិយាយបាទមានដែរគាត់ថាបើពីខ្ញុំអញ្ចឹងបើបងប្អូនទស្សនា
យើងជាទៅអញ្ចឹងបានតែស្អីទូរស័ព្ទទូរស័ព្ទចង់ភ្លៀងមិនក៏បានដែរពួកនេះវាចូលទឹកទេតែកាមេរ៉ាអត់បានទេនៅបងពូវាញ៉ាំទៀតអញញ៉ាំណ៎មួយនោះញ៉ាំមួយដោះមួបាទពងសើចសบายអូគេពងនោះគេថតយើងនោះបាទគេថតមកយើងវិញទេតាបាទគេពងស៊ូមអត់អីខ្ញុំអត់មានពាក់ម៉ាស់ទេស៊ូមចាស់មុខខ្ញុំមើលហើយបើស្ដាប់គ្នាបានចូលเพจខ្ញុំ The Morning ហើយเพจរបស់ Michael គឺ Michael Alvaro ចូលទៅឃើញហើយឃើញរូបអ្នកទាំងអស់គ្នានោះបាទ you gonna see yourself here famous ចឹងមេចាប់ដើមលឹមតិចចឹងប្រុសតែពួកខ្ញុំនឹងនៅទីនេះរហូតពួកខ្ញុំនៅអាចឡាយបានខ្ញុំនៅតែឡាយចឹងឯងព្រោះទស្សនភាពនេះខ្ញុំឲ្យមនិតមក5ជើងហើយមនិតថាបើមកលើកនេះអត់ឃើញទស្សនភាពនេះពួកខ្ញុំទៅវិញគឺរងចាំតតែមានសកម្មភាពបានចេញមកហើយពួកខ្ញុំមកដាច់យប់ប្រហែលថ្ងៃហើយដាច់យប់អត់បានដេកទេអូអាដោះមួកពាក់វាសើចហើយវាជក់បរិយទៀតបាទជក់បរិយមកដើមបាទជក់បរិយចាំមើលតិចទៀតយើងព្យាយាមស៊ូមទៅអាអ្នកដោះមួកជក់បរិយនោះដោះមួកជក់បរិយវាញ៉ាំវាសបាយពងជក់បរិយអត់ដឹងខូចសួតទេប្រឹងជក់ហើយតិចងាប់ដោយសារសួតហើយគេក៏ភ្លើងពេញដៃបងប្អូនគេក៏ភ្លើងពេញដៃវរៈកងទ័ពរបស់យើងគឺអត់មានអាវុធទេយើងអត់មានចេតនាណាមួយក្នុងការបកសង្គ្រាមទេបាទព្រោះយើងមកខ្លួនទេតែអាវក្រោះក៏យើងមិនពាក់ផងបាទពួកខ្ញុំនេះអត់មានទេបងប្អូនគឺមិនមានអាវក្រោះមិនមានអីទេអត់បដ អាវក្រោះនៅលើឡានមានតែមិនពាក់បាទទេស្អាតបាទព្រោះដោយសារយើងចង់បានសុខសន្តិភាពបាទពិភពលោកថាយើងមិនមកដើម្បីបង្កសង្គ្រាមទេយើងមកដើម្បីសុខសន្តិភាពបាទប្រទេសជាតិយើងពង្រីកចម្រើនបងប្អូនសេដ្ឋកិច្ចកើនឡើងមួយឆ្នាំ 6% ណាហើយបងប្អូនដឹងថៃប្រហែលភាគរយអត់ 1% សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ថៃ 1% ហើយកម្ពុជា 6% ឥឡូវសំណួរសួរតើអ្នកណាជាអ្នកចង់ឲ្យមានសង្គ្រាមកើតឡើងបងប្អូនអាចពិនិត្យមើលចំណុចនេះបានបាទហើយតើកម្ពុជានិងថៃតើប្រទេសណាដែលមានបញ្ហានយោបាយផ្ទៃក្នុងកម្ពុជាអត់មានទេបាទកម្ពុជាអត់មានបញ្ហាទេតែថៃមានបញ្ហាបាទថៃមានបញ្ហាដោយសារអីដោយសារកងទ័ពរបស់ថៃកងកម្លាំងថៃកងយោធាថៃហ្នឹងគឺគាត់មានអំណាចធំបាទគាត់មានសិទ្ធិក្នុងការធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រីហើយបើយើងក៏លេចទៅមើលស្ដេចថៃគាត់មានអំណាចធំទៅទៀតគាត់មានអំណាចដែលអាចចោទប្រកាន់នាយករដ្ឋមន្ត្រីណាមួយថាប្រមាថព្រះមហាក្សត្រឬក៏ចោទប្រកាន់ណាមួយថាអ្នកឯងមិនមានសមត្ថភាពក្នុងការដឹកនាំឬក៏មិនមានភាពស្មោះត្រង់ឲ្យចេញពីតំណែងហើយចោទប្រកាន់ដាក់លក្ខខណ្ឌ1 2ហើយមានទោសទៅទៀតបាទអញ្ចឹងគឺអ្នកមានបញ្ហាមិនមែនកម្ពុជាទេប៉ុន្តែថៃហើយត្រូវចាំមួយទៀតទាហានកម្ពុជាគឺគេស្គាល់យូរហើយតែព្រោះអីទាហានកម្ពុជាឆ្លងកាត់បទពិសោធន៍សង្គ្រាមនេះវារាប់ទសវត្សរ៍រាប់សតវត្សរ៍ហើយតែថៃគេអត់ដែលស្គាល់ពួកគាត់ទេអញ្ចឹងគាត់ចង់បង្ហាញសាច់ដុំរបស់គាត់ទៅកាន់ពិភពលោកអញ្ចឹងយោងទៅលើហេតុផល2 3ហ្នឹងណាប្រទេសថៃគាត់មានហេតុផលក្នុងការចង់ឲ្យមានការផ្ទុះអាវុធឬក៏ចង់បង្កសង្គ្រាមតែប្រទេសកម្ពុជាចង់តែបានសុខទេប្រជាជនរបស់យើងរស់នៅប្រកបដោយសេចក្តីសុខណាស់កន្លងមកនេះមុនពេលដែលមានការផ្លោងគ្រាប់មកពីប្រទេសថៃនៅថ្ងៃទី24 ខែពួកវាសម្រាប់ត្រឡប់ទៅវិញហើយបងហើយបើយើងក៏លេខទៅមើលម៉ោងនេះប្រហែលជាគេអាចដកកម្លាំងគេទៅប្រជុំសិនហើយខាងនោះគេពងប្រជុំហ្នឹងឡានបើកចូលមកទៀតហើយបាទខាងនោះគេមានឡានពួកវាបើកចូលមកទៀតបាទ5ជើងទៀតជាប់ផុងហ្នឹងនេះបាទ4 5ជើងទៀតជាប់ផុងបាទបើសិនជាភ្លៀងគាត់ឈប់ហើយខ្ញុំជឿថាបើភ្លៀងគាត់ឈប់ហើយបាទបើភ្លៀងគឺគាត់ឈប់ហើយប៉ុន្តែបើអត់ទាន់ភ្លៀងទេគាត់នឹងនៅតែបន្តជ្រុំអញ្ចឹង3គីឡូវិញណាអានេះមកម្ចាស់លោនេះផ្សេងបោតប្លន់ដីយើងអានេះពីនេះទៅដាក់ចំបាទអូស្អាតណាស់ប្លង់ឲ្យបងប្អូនមើលឃើញច្បាស់ឲ្យច្បាស់ផ្ទាល់ភ្នែកតែម្ដងបាទដាក់ឲ្យចំគោលព្រំគោលព្រំ
มันนัดใดทำไมกดตะเมาเหม็นช่วยกันมันก็ยังปีเมาบ้านยมได้ตั้งปีกันละหนหลังยอได้กันไหลบ้าโดยทราบปัญญาพุทธมาในมาลงบนตอนยังไม่ไปโชว์หนูไปโชว์ประโกลบองบางโกรอดยังไปโชว์ให้หนูโชว์บ้านตำรายโดนอะไรลงมาก็ปงแต่ชูปะโกได้ล้อบางบ้านปะโกลบองได้เจียบรอดยังบ้านได้จากการบางบอลเมื่อโดงนึกโดงสัตว์โดงบางโกรอดยังดำท่าสัตว์ได้บางโกรอดท่าได้เมียนกันประแกะกันไอเมาอ๋อนุประดับสแกนขอบใบบ่มาสแกนขอบใบบ้านสแกนหอมมิ้นเลยกดคลายจอนขอบใบนายนะครับพวกก่อนนะครับมารอดเมียนขอบใบพี่นาบ้านอันเมียนเตบ้านเธอกาสมอาดเอาให้ปัจจัยนี้คือจะชดชะสมได้บ่ากวดสมได้ท่านนังเมียนมินกัมพูชีลวดบังกอบมินอะไรจังเถอะเวียคือจะชะหลักข้าวในบ่อไทยให้สำคัญชั่วโมงบ่กวดนี่มาชั่วโมงมาไงให้เติมกวดตำดาเรียวมินตามก็ได้บ่าเวียคือจะชดชะสมได้มวยกลัวสมน้อยครั้งมันเต้นแต่เรียวดิบ่าดอลเป้หลักหลายชูให้บ้านแต่เรียวบ่าจังมันท่าการสมได้เจนไงตีมวยมาวิเหียงปัจจัยมันเต้นยังกองบุกอดบานเรียนอาศัยบานเรียนสนายบานอันนี้จะกรรมเพียบแต่บุกอดดอดกำหังเยอะบางปอนบานกรมใช้โชว์ตามบุกอดบานกอดทัวไอทัวเตอร์บานทอดเอาจวบบะมอพอตังตกบานให้มองนี่บางปอนเคยเพจไมเคิลปงไลบางปอนเคยเนี้ยบ้าแฮดไอบานเพจไมเคิลปงไลมันใจดอนนี่บ้าเพจไมเคิลปงไลมีในท้าอันตรเชียดปงเคยง่ายมองนี่ให้บางปอนเมื่อเพจไมเคิลมีบางปอนประมาณเนี้ยตัวสนะปมใบปรำจุดปมใบเคปรำจุดปมใบเคปรำจุดปมใบเคบ้าคือเจนปีอะคาวน์บางไมเคิลต่อแต่ละดองให้บางปอนไมเคิลมองนี่กับปงทั่วกระจายที่สำคัญชนะนั่นเนื้อสระมริดเนาะมุนนี่ก็กอดเติมเตะมาขยมได้ปัจจัยมองนี่บางปอนเนื้อมริดคือมองใบ30 ปมเปิลตียุบบ่ามองนี่คือมองเนื้อมริดมองใบ30 ปมเปิลตียุบอ่ะดังจังมองนี่คือมองกอดสำระแต่เพียบนี่การล้างในกัมพูชีมองปี30 ปมใบตีเนื้อสหรัฐอเมริกคือมองใบ30 ปมใบตียุบบ่ให้บางปอนโจลเมื่อบ้านจานเสียบ้านจานในขนมเพจบางไมเคิลบางปอนเสียเอาบ้านจานเสียบ้านจานผมในขนมเพจไมเคิลมีนสเปียมเรดมีนปรึกสเปียมเรดมีนจุ่มนวยการโลกโดนัลด์ทรัมป์มีนตีปรึกษาโลกโดนัลด์ทรัมป์กับปงแต่ตัวสนาบ่าให้สเปียมเรดจีจานคือเจียมมัดแพะบางไมเคิลมาเจียมมัดแพะบางไมเคิลให้เนี่ยมีนอัติโพลจีจานก็เจียมมัดแพะบางไมเคิลได้จังบางปอนในขนมกาวิวเพจบางไมเคิลคือสำคัญนะคือสำคัญคลั่งแต่ไม่ต้องปันตายมนนี่มามนนี่ตู้ซับเบียรถบางปอนเบียกระดาษเป็ดบ่าวเบียกระดาษเหมือนฮอปเป็นเด่นจังแต่ก่อนรถแต่กระดาษเป็ดรถให้ยืมก็เยอะมาลายเป็นให้แบบบ้านย้อมคืออัดรถดิให้อินเทอร์เน็ตก็ดาวสรูได้จังแต่เจี๊ยบไปเจี๊ยบเถอะด่าซิมโดยบ้านย้อมหนูเอาไปด่าบางไมเคิลนี่ด่าเถอะแกงอินเทอร์เน็ตเข้ามาโจลลุยชานยมเตรียมกรุ๊ปแบบยางบางปอนปันไตเวียนเนื้อแต่แอร์เลยนะบ่าให้วิวบ้านนะกระจายเยอะวิอัดโดยเจาะสไลด์ที่วิยังแผ่นกราฟเซนจะเป็นเรื่องให้ในเว็บสั่งแต่ตัวใบยังหน้าก็ได้ยังเนื้อแต่ประตอกระจายยี่ตามมันปะบองแต่ลายดัดลายลดลายก็ได้ยังลายลังเป็นประตอที่บ่ายังส่งบางปอนบันต่อโจรวมใจรวมเล่ยอ่อยบันชราบ่มพอดบ่าอ่อยบันชราบ่มพอดตั้งแต่เพียบแบบนี้บางปอนนะสำคัญนะวิจารณ์บัตรนะวิคือเจียบพอต่างวิคือเจียบตักต่างแต่ยังอาจเย็บเต้นในเย็นในเลยชาอันตรายเจ็ดบ้านในบางปอนโจจองจำให้ปีขยมเตยแต่งลายพ้องแต่งกรมกลางเงี้ยทอดรูปแต่งทอดวิดีโอพ้องคือยังบันทัวร์เชี่ยบันตัวให้น้ำมังนี่ยังบันตัวบัตรละลายเต้โปรเดซ่าไอ้ตัวใบเมฆเลี้ยงมังนี่เมฆเลี้ยงมันล่ำเต้กามาด้ามันอาจทอดบ้านเต้บันไตยังอาจเพื่อการลายบ้านแต่ซาแต่ยังปราบตู้หรือซับอย่างนั้นบางปอนบ้าน
lắm màก็เดี๋ยวตาเสือโยมเอาเองมาซ้อมเลยกระโปรงลมไปเงินมันนำไป dục mình phụ nhóm mong pin đọc là nâng ai mà đất pan ca mà đất thì thay giúp bằng cái chế ba con bồn này mà đòn đấy cứ mong thèm rồi là và mong thèm rồi là 52 ទីបងបាទ គឺថាអត់មានបានដេកបានពួនទេមកដល់ឥឡូវហ្នឹងគឺថាអង្គុយងក់បាទឈើងក់ឈើមើលចោលវាឈូសហ្នឹងក៏ចង់ងក់ដែរវាងុយមែនតើមួយរយៈនេះមិនសូវបានដេកទេទៅមកពួកខ្ញុំទៅមកថ្ងៃ6បងប្អូនណាមកថ្ងៃ6ទៅវិញថ្ងៃ7បាទហើយម្សិលមិញថ្ងៃ9បងប្អូនគិតទៅវិញបានប្រហែលថ្ងៃបានតែមួយថ្ងៃហ្នឹងថ្ងៃ8មួយថ្ងៃហ្នឹងបាទទៅវិញបានតែមួយថ្ងៃហ្នឹងមិនតន់សម្រាប់គ្រប់ទេបងនៅបាទគ្រប់ទៅបានមួយថ្ងៃហ្នឹងហើយមួយថ្ងៃយើងត្រូវតែធ្វើការងារដែលវាស្ទះបាទមានការងារច្រើនណាស់ដែលវាស្ទះហើយបើមួយនិតនេះបងប្អូនអ្នកទិញទូរស័ព្ទរាប់រយគ្រឿងហ្នឹងគ្មានបានយកទូរស័ព្ទឲ្យទេបាទអត់បានយកទូរស័ព្ទឲ្យគេទេអ្នកលក់ទូរស័ព្ទឲ្យគេទេមកអត់បានយកឲ្យទេព្រោះដោយសារអាឡ័យមកនេះជាប់គ្នាចង់មកអាទិត្យបាទហើយគេកំងគាត់ច្រើនណាស់គាត់ខាតថវិកាច្រើនប៉ុន្តែក៏អរគុណសម្រាប់ការលះបង់ឲ្យប្រពន្ធរបស់គាត់ដែលអនុញ្ញាតឲ្យគាត់មកទីនេះខ្ញុំយល់អំពីហានិភ័យនៅពេលដែលមកអីចឹងខ្ញុំយល់ប៉ុន្តែដើម្បីជាតិយើងខ្ញុំបានប្រាប់ឲ្យថាជីវិតមួយនេះយើងគួរលះបង់ដើម្បីជាតិយើងទៅព្រោះជាតិត្រូវការយើងបាទជាតិត្រូវការយើងពេលខ្លះយើងមិនមានឱកាសក្នុងការធ្វើកិច្ចការងារដើម្បីជាតិទេបាទមិនមានឱកាសទេអ្នកខ្លះចង់មានឱកាសដើម្បីធ្វើក៏មិនបានធ្វើដែរអញ្ចឹងបើយើងមានឱកាសដើម្បីធ្វើហើយយើងធ្វើបាទយើងធ្វើចាមបាទអញ្ចឹងបងពងចាមហ្នឹងអ្នកឯងឃើញបងប្អូនបាទអញ្ចឹងមកពីគ្រប់ទិសទីបាទមកពីគ្រប់ទិសទីចាប់ពេកបាទដើម្បីចូលរួមជួយផ្សព្វផ្សាយអំពីការឈ្លានពានរបស់ខាងភាគីសៀមឲ្យពិភពលោកបានឃើញអញ្ចឹងនេះបងប្អូនបានឃើញចិត្តដែរមុននេះមិញក្រុម IoT គេទៅតែមកដល់ទេប៉ុន្តែសកម្មភាពរបស់ភាគីថៃមិនបានបញ្ឈប់ទេដូចបងប្អូនឃើញគឺឈប់មួយផ្លែតនិយាយទៅនៅពេល IoT មកដល់គឺគេផ្អាកសិនcòn IoT ចេញទៅបាត់បាទក្រុមអង្គការអន្តរជាតិចេញទៅបាត់គឺគេបន្តបាទគឺគេបន្តប៉ុន្តែបើទោះបីជា IoT team ក្រុមអង្គការអន្តរជាតិគេចេញទៅក៏ដោយតែពួកខ្ញុំអត់ទៅទេបាទពួកខ្ញុំអត់ទៅទេព្រោះបេសកកម្មរបស់យើងគឺមកផ្ដិតយកអាទិដ្ឋភាពហ្នឹងរូបភាពហ្នឹងបាទសកម្មភាពនៃការឈ្លានពានហ្នឹងអញ្ចឹងពួកយើងអត់ទៅណាទេពីពួកខ្ញុំទៅខ្ញុំបានជជែកគ្នាហើយទៅហើយខ្ញុំថាបើសិនជាមានសកម្មភាពណាមួយកើតឡើងគឺពួកយើងនឹងនៅក្រាញ់នានានៅទីនេះបាទយើងអត់ទៅណាទេព្រោះពួកខ្ញុំអត់អង្គុយមករយៈនេះគឺដើម្បីអាទិដ្ឋភាពហ្នឹងអាទិដ្ឋភាពដែលបងប្អូនកំពុងឃើញហ្នឹងបងប្អូនអាចនិយាយបានថាយើងអាចធ្វើអីបានខ្លះដែរអត់មិនក៏បានតែឈើមើលអញ្ចឹងបងប្អូនខ្ញុំចង់បានអាទិដ្ឋភាពហ្នឹងយូរហើយខ្ញុំចង់ថាឲ្យតែអ្នកឯងហ៊ានបំពេញគឺខ្ញុំថតហើយខ្ញុំប្រាប់ហើយថាខ្ញុំនឹងមកបាទខ្ញុំនឹងមកខ្ញុំបានប្រាប់នៅលើបណ្ដាញសង្គមខ្ញុំប្រាប់ថាចាំជួបគ្នាចុះថ្ងៃ3ចាំជួបគ្នាចុះថ្ងៃ7ប៉ុន្តែថ្ងៃ10នេះខ្ញុំអត់ប្រាប់ទេខ្ញុំថាជាមួយថ្ងៃ10ខ្ញុំនឹងទៅហើយមានព្រឹត្តិការណ៍អីកើតឡើងខ្ញុំឡាយយកតែម្ដងបាទហើយយើងបានឃើញជាក់ស្ដែងបាទអាជ្ញាធរនៅទីនេះលោកសហការបាទខាងបងកងកម្លាំងមេបញ្ជាការបានអនុញ្ញាតឲ្យយើងធ្វើការ live ដើម្បីឲ្យពិភពលោកបានឃើញអំពីទស្សនវិជ្ជានៃការឈ្លានពានសកម្មភាពដែលសកម្មភាពដែលពុំគួរកាត់ឡើងទេនៅទីតាំងនេះព្រោះវាគឺជាដែនអធិបតេយ្យភាពរបស់កម្ពុជាបងប្អូនគិតទៅនេះគឺជាចំការរបស់ប្រជាពលរដ្ឋខ្មែរបាទប្រជាពលរដ្ឋខ្មែរហើយទាហានសៀមបានធ្វើការពាត់យកបងប្អូនណាពាត់យកបងប្អូនពិបាករៀងមើលបន្តិចដោយសារតែរបងគេយកបលាលួសយកមកពាត់ហ្នឹងបលាលួសវារៀងតូចមើលមិនសូវច្បាស់ប៉ុន្តែគេបានពាត់យកដីភូមិរបស់ប្រជាពលរដ្ឋយើងហើយគេបានធ្វើការកំណត់ទីតាំងណាថានេះគឺជាដីរបស់គេអីចឹងទៅហើយគេចង់នៅតែបន្តឆ្លៀនចូលមកទៀតណាសុំច្បាស់បងសុំច្បាស់បងច្បាស់បាទនៅក្នុង page របស់ Michael គាត់ចង់ឲ្យបងនិយាយជាភាសាអង់គ្លេសខ្លះមួយចំនួនបាទហើយនៅក្នុងនេះឥឡូវកំពុងថៃកំពុងតែលាបពណ៌នៅក្នុង comment បងបាទកំពុងតែលាបពណ៌បងកំពុងលាបពណ៌បាទ So ladies and gentlemen, right now we are live from Preichan village, Obeichon commune, Ochre district and Banteay Meanchey province. This activity occurred like maybe 3 or 4 hours ago. But we just came to capture, to witness the situation. Earlier, around like 1 hour ago, the IoT team just came. They came to witness this incident. They came to capture the situation. But you know what? Thailand do not stop their activity, especially
they bring bulldozer to pull over the grass and small tree here. I believe that today is not only the day that they do this activity. Sooner, maybe tomorrow or the day after tomorrow, they will continue this kind of activity. And I hope that they're gonna start to listen to international community and respect the President Donald Trump ceasefire agreement and also respect the international law. You know what? We are a neighboring country and we used to be a very good neighboring country. We used to be. And right now, we also want to have that relationship as before. I can tell Thailand, Thai East that we still want peace back. We still want, like in the future, have good relationship with each other again. You know, we are neighboring country. We cannot live alone. We need to, you know, live together. We need to share border. We need to come across the border. We need to do trading. We need to live, depend on one another. So Thailand, I hope that what you are planning and what we are doing right here are matching together. You know, Cambodia only one piece. So do not paint Cambodia the way you think, the way you want. Thailand have so big land, you know. Thailand have a very big, you know, land, have a big population, have a good economy. So I believe that this situation, you might not want to do it, but somehow you didn't. Anyway, I hope that after you solve this lie, you may somehow want to really do the peace deal or peace talk. Because you know what? Because that is what Cambodians want. That is what Cambodia want. That is what the government want. That is what our governor, our leaders, our authority, our army, our people want. And right now, it is raining. Tục lên cho mày. Ở đây bằng ở đây. Okay. So, Thailand, Thai East, I hope that you also feel the same way. We do not want any war. We do not want any incident. Like this kind of thing happen. You know, we are living next to each other. Like we have a house, live with close by with our neighbor. Somehow we also have some conflict or we have some different thinking. But at the same time, if you are willing enough to deal the situation, if you are willing enough to solve the problems, to solve the conflict, we can do it. We can do it. You know what? We can do it. Yes, we can do it. As long as you want, Cambodia want, we can come together, we can do the peace talk. We can do the peace deal. That's possible. That could happen. But Cambodia already told the world, already told you that we want peace. We want peace. Cambodians want peace. But still, from your side, you seem like, I don't care. I just want to do whatever I want. No, I don't want that. I want all of us come together and do the peace talk, peace deal, so that our people can live in peace. Everyone, you have to understand that when this occurs, our people, both countries, will always feel, you know, feel uncertain, feel not happy, okay? Feel the suffering, feel the pain. So if we know that, why we still keep our people to be suffering, to be in the pain? Why cannot we just come together and solve this problem, okay? By bilateral talk, by peace talk, peace deal, and then our people can live in harmony. And we can still be a good neighbor again. I believe we can do it as long as you want. But I can tell you that Cambodia want it, okay? I can tell you that Cambodia want it. But the question is,
does Thailand really want peace? Really want to solve this problem? That is the question. That question need to be answered by Thailand themselves. By Thailand themselves. So now it's raining. It's raining. But we are still standing here firmly to show the world what Thailand is doing right now. Our team have stand by for like 1 month or 2 months already. Yeah, 1 month or 2 months already. And now you can see Thailand army coming to their bulldozer, and we don't know what is the next plan. But what we can see, they somehow get along together in a group and having some discussion. Back then, they come closer to the bulldozer. And right now, let's see what they gonna do next. Let's see what they gonna do next. We are not stopped until they stop their activity. We will not stop until our battery get lost. We still keep going, even though it's raining, even though right now Thailand somehow stop some activity, and they might wait for other commands from their commander. And now they are somehow walking next to their bulldozer. Yes, walking next to their bulldozer. We are not sure that will they continue this activity or they have other plan. They have other plan. We are not sure. But as you can see from the line itself, like close to 100 meters away from where we are standing, there are a lot of Thai troops and fully armed. You can see that they have a very long gun. They are holding the gun. Okay, over there. Okay, the guy over there. They're holding a very long gun. They are fully armed, and also one of the army over there. They're holding the mine scanning. They're scanning for the landmine. Right now, they somehow go to scan the landmine again. They are walking like over there is like 9. There are 9 Thailand soldiers. There are 9 Thailand soldiers over there. 9 Thailand soldiers. They are walking, and we're not sure that they are walking to their. No, bông bông là cặp lường. No, men cặp lường phí. You can see. Phí đám, nè hàng còi cặp lường bà. They are fully armed. Bà đạp ở vốt bà. Pi nè nó hàng còi bà. Bà đạp ở vốt. Oh, they are not going back to their camp. They do not go to their camp, but they still scanning. And also over there are black shoot. The black shoot army walking around. The black shoot army still walking around, and there are 9 Thailand army standing, and somehow they seem like don't know what to do. They somehow don't know what to do right now. They're walking forward and now walking backward. Bà đạp ở vốt vén pi đám hàng một nè. Bà nó có pông tay vô. They hold the gun, a very long gun. That is a heavy machinery. That is heavy machinery. Somehow they fully armed, not like Cambodia side. Our troops just have bare hand. They have bare hand. They do not have any weapon. So, as you can see, they somehow don't know what to do. They just walking forward and then walking backward. Right now you can see they are walking backward. They might need some, command from their commander, or we don't know what are they planning. Có pông ta cho mà dương cái nè. And over there. Mấy mà nè này pông cho mà bông. Cho mà dương này. And over there, a guy, Thai army pointing at us.
នេះម្នាក់នេះបងប្អូនបាទឈប់ខ្ញុំដាក់ចំ the black shoot guy នេះបាទអាវខ្មៅនេះគាត់កំពុងតាចង្អុលហើយដាក់គោលដៅមកខាងបងប្អូនសារព័ត៌មានយើង Daniel is watching the video Daniel I believe that you also watching the live okay Michael also ដាក់កៅយិតមើលហើយបាទ they are you know they looking at her from far away from smell they use smell to look at us នេះកំពុងតែមើលមកហើយបងប្អូន right now I'm holding the hand like this to show them that I'm here we are here we capture all the situation we capture all their face we capture all their activity oh now you can see they keep looking at us បងប្អូនគេឆ្លោះមកគេកំពុងតែឆ្លោះមើលចំបានចំតែម្ដងបាទហើយឆ្លោះមកធ្វើអីមកមើលខ្ញុំផ្ទាល់បានតើបើមិនចឹងចូលមើលដើរមកបងបាទដើរមកមើលមកមានឃើញអីចឹងហ៎លោកមានផងរុញផងនោះកំពុងឆ្លោះមើលហើយយ៉ាបាទអូនោះគេចូលទៅកន្លែងព្រៃកុំឲ្យយើងថតគេឃើញបាទនេះខ្ញុំធ្វើអីនេះបាច់ពុនខ្ញុំដាក់ចេះហ្មងជងហ្មងណាយើងនៅចិត្តគ្នាតើនិយាយគ្នាបានចាំបាច់ប្រើកៅចិត្តគេជួបខែមួយថ្ងៃបងប្អូនមានតាមក្រោយវាចូលតែគៀនជួបគៀនព្រៃខ្លាចឃើញបាទនោះបាំងនេះអត់បាំងទេបងប្អូនខ្ញុំជងគាត់ពីលើចេះបាទអីប្រហែលជាគាត់គិតថាយើងស៊ូមមកដល់តែអត់ដឹងថាយើងអាចស៊ូមដល់គាត់ណាបាទយើងស៊ូមដល់ណាអត់អីទេមកនោះគេឆ្លោះអូបាទបងប្អូនខ្ញុំ track បាទនេះអូនេះអូគេឆ្លោះមកបងប្អូនបាទនេះបាទខាងតាហ៊ានថៃគេកំពុងតែប្រើសមែលកៅយិតបងប្អូនគេប្រើកៅយិត Hello បើហើយឆ្លោះទៅឯណាលោកម្ចាស់ហើយឆ្លោះទៅឯណាឆ្លោះធ្វើស្អីនេះទស្សនភាពជាក់ស្ដែងថ្ងៃទី10ស្ដែងតែម្ដងបងប្អូននេះគឺជាទស្សនភាពដែលខ្ញុំថាខ្ញុំឃើញខ្ញុំត្រូវតែ live ជូនបងប្អូននេះហើយខ្ញុំ live នេះចូលជា2ម៉ោងបងប្អូន2ចង់3ម៉ោងនេះមនិតមកជួយកាន់នេះវាខ្ទង់ចង់1ម៉ោងទៅហើយបាទមនិតមកជួយកាន់ឡើងញ័រដៃទៅហើយវាចង់1ម៉ោងទៅហើយគាត់ជួយកាន់2យ៉ាងបងណាបាទគេឆ្លោះមើលបាទគេឆ្លោះមើលអ្នកមានអាវុធពួកគាត់លាក់ខ្លួនហ្នឹងមិនអាវុធពីដើមក៏ភ្លើងវែងណាណីណាបាទឥឡូវនោះអត់ដឹងថាខ្លួនឯងធ្វើអីទេនោះទៅទៀតហើយនោះមានផ្គាក់ដែរបាទមានផ្គាក់មួយហើយមានប្រដាប់ scan ឧបករណ៍ scan គ្រាប់មីនបាទឧបករណ៍ scan មីនមានអីបងបើស៊ីម៉ាក់យើងសម្អាតអស់ហើយស៊ីម៉ាក់សម្អាតអស់ហើយបាទស៊ីម៉ាក់សម្អាតអស់ហើយដីឆ្អិនដីជារដ្ឋខ្មែរយើងបើគាត់ដាំដំណាំពេញហ្នឹងមានអីទៀតបងបាទដាំដំណាំពេញហ្នឹងនៅសិតដងប្រជាពលរដ្ឋយើងដាំហ្នឹងឥឡូវមកឈូសឆាយដំណាំប្រជាពលរដ្ឋយើងខ្ទេចខ្ទីនេះវាបង្កចលាចលដើម្បីឲ្យតែយើងតតាំងជាមួយវាហ្នឹងណាហើយយើងបើយើងតតាំងជាមួយវាដោយកម្លាំងបាយមានន័យថាយើងចូលអន្ទាក់វាហើយអញ្ចឹងមកខ្ញុំប្រាប់បងប្អូនយើងមិនអាចទៅតតាំងជាមួយនឹងសកម្មភាពបាទរបស់សៀមទេព្រោះវាគឺជាចេតនាបាទវាគឺជាចេតនាដើម7របស់យើងមិនក្រោមពី20ទៅ30ឆ្នាំទេដើម7ក្នុងដីខ្មែរយើងបាទកិច្ចការប្រជាពលរដ្ឋណាបងប្អូនឃើញណាគឺយើងថតជាក់ស្ដែងតែម្ដង live ស្ដែងឲ្យបងប្អូនឃើញបណ្ដោយបាទឲ្យបងប្អូនឃើញចាំមើលគេមានសកម្មភាពអីបន្តទៀតតែទូពួកនេះយើងអត់ធ្វើទេបាទចាំមើលបើតែយើងចាក់ចេញហ្នឹងណោះសើចទៀតអាមួយកាន់ម៉ាស៊ីន scan បងសើចបាទហើយពងញឹមនិយាយសបាយណែដីយើងណែឈូសយកនេះបងប្អូនខ្ញុំសូមមើលបាទយើងស៊ូមឲ្យគៀកបងប្អូនយើងស៊ូមបានគៀកដែរណាបាទចម្ងាយប្រហែលជា120ម៉ែត្របងចម្ងាយនេះបាទចម្ងាយឆ្ងាយដែរណាបាទតែយើងស៊ូមបានគៀកមែនតើបងប្អូនទៀតអូខេបន្តសកម្មភាពទៀតបងប្អូនណាបាទនេះមានហាត់ទេដីធំបងដីធំមិនមែនមហាត់ទេដីនេះហាត់ទូចនេះបងគាត់ថាតាមនេះចូល500ម៉ែត្របាទបងក៏ដឹងការឈូសដីនេះគេកំពុងតែដាក់អន្ទាក់យើងអញ្ចឹងបងប្អូនយើងកុំតន់អាចជ្រួលច្បល់ខឹងអីបាទកុំខឹងកុំច្រឡោតបងប្អូនបាទយុទ្ធសាស្ត្រវានេះយុទ្ធសាស្ត្រហ្នឹងបងប្អូនយើងត្រូវយល់ថាវាគឺជាចេតនាវាមិនមែនជារឿងចៃដន្យទេគេរៀបផែនការយូរហើយបងប្អូនត្រូវចាំថាថ្ងៃនេះគឺជាថ្ងៃដែលគេដាក់អសានវត្តចុងក្រោយក្នុងការជម្លៀសពលរដ្ឋកម្ពុជាចេញពីភូមិជោគជ័យនិងភូមិព្រៃច័ន្ទអញ្ចឹងបើសិនជាគេមិនធ្វើសកម្មភាពអីសោះងាប់ហើយប្រជាជនវាខឹងងាប់តែហ្មងអ
chẳng biết thở đã bôi môi chù lên nhưng ta cũng chúa tăng có bị ban xí không bây giờ chôn mới sọp mà đặt từ sự yên liền môi chù cũng xa là rom là bây giờ lên thả lấy dạng hậu nhá nhưng ban chù đây bà lên này mà lại hai lấy nè bà tay sầm nua xua ta ca chù đây nâng bị ban ấy bà đây nơi tay chuyện đầy mình ban cầm nón hả đây ní cứ chưa được bỏ xiêm tê ca chù ca đạ bà la luôn ní mình ban cầm nón ấy tê bằng con dương tơi vô là cái lấy ní bà dương thử vô cái lấy ní ca chù chai ní mình ban cầm nón thao biết cứ chuyện đây được bỏ xiêm tê bà ấp tê à lấy nâng bà tha trong chù này ao chù sân chưa tay tiết chù ao khi nhom tê đây nâng nó của đây Campuchia bà ao này anh chù sân chưa bên này từ nơi kháng ai chua hay chua đây nó là sao nói cho đây chua từ lọp phơi nằm đây dương miền chi chiết nằm đây số bong bồn còn sનוק đầm đây nó từ lọp mà vẫn còn thưa sai thưa sai bàn bà lấy chua sân chưa chẳng cái nàyนี่dương trời vô là bong bồn dương trời vô cho nó nhá bà ao cái chua sân chưa bố Việt Nam cầm nát ấy thế cho bắp ăn đã chiết miền cho bắp vò về nè bần tuột prom đài miền đặc biệt khung ca vua bà đầm bay đâm bằng côn prom đài cứ miền tận bà đâm bằng côn prom đài miền tận bà chẳng ở đây có bắp giang về thật nơi lơ ở chỗ bắp tận thế vì admin toàn cầm nát ấy môi thế là mong này vì admin ấy chạy lẹ tháng đây để kịp chua đang ở đây bọt thay mến này bờ đây chua nó đang ở bọt thay dương đã trạ mau mà rồi lớn nè dương tập chua giờ đây thay đầm bây giờ chia được bao dương tại vì mền chẳng tê và cà chua rồi cà ri bà la luônนี่มันtoàn ban cầm nát ấy tiền cứ admin ban cầm nát ấy tê bằng bồn chẳng á bàนี่dương trời yul cho nó nhá bà hay khang thay cả con đăng đây cà chua cà ấy ní việc cà chua đây ấy ní việc toàn ban cầm nát ấy tê con đăng đây phần đây hết đây ban chỉ quạt vơ đầm bay bằng co trở lại cho vơ đầm bay bằng bạc tây khăn nòng rồi bao phải chia chôn cam một chia ở miền ca cắt đai cả hai chiều môi nâng ở nhà thơ sầm mặt được cây chiều môi nâng rít ra tham bàn việc cứ chia bầm non rồi bao kê bầm bồn trai chăm nộ lá nọ làm thôm mà làm trung nó màu về nó đang nộ đang đặc sấy đấy nọ bà nộ lá nọ làm trung màu làm thôm làm trung dương mưa thọ đặt khơi như bông bằng prey ngày prey cái mục to thế chứ khơi làm thôm mới là làm thôm nó đặt ấy trôi chẳng bao bồn dương đừng xạ tham mò tủ sạp hay mà lai và to tiếp tục bày dụng cái đai bờ sài viên nơi ta thua ra cam ở phía bông bồn hay số bao bồn nơi ta bảo to trâuរួមnòng cá chạy đầm lệ trâuរួមnòng cá khẩm minh vị lo chia bị xe bao bồn khẩm minh thá Cambodia needs peace bà Cambodia needs peace President Donald Trump President Anwar Ibrahim bà dương thưa cam mention của quận dương này dây bịa tầng lai na để cam chia và giao bao bồn cùng chê bao bồn công và trao nó không của mình vì ấp trận đánh nhỉ công khăn công sầm bá bong bồn phổ kế cái trong dân khăn là ngay hay bà dân khăn với sao mà mòn cáiอย่างนั้นbà đại mơ hưởng sam cọc này nơi pe na đại mê toa mà khang tiết bật bia krong ấp trôi thua dòng kiếm à cứ mê toa mà khang tiết để trong thua dòng kiếm nó sài chê mà nặng mà nơi gọi từ chê mong chê tầng giúp chê tầng ngay mà chê bằng pơ vô bằng pơ ngay vàอย่างไม่จะได้เอาได้กู้มาค้างที่นั่งขังตรอมแรงบางทีกร้องเจงประโยชน์bà hai bom bom thời trăm nè đại việt thời chê năng việt đăng ruộtแต่hai thảo viên đằng vay chứ nè việt đăng hai việt đăng tham bảo sân chỉ hiên tại nè đại quan nơi không krong năng này hiên tại bà thuy á váy cứ đăng tại trà nhai trà hai bàn chê đấy việt đăng đặt luôn với ai chứ nè bà chẳng tới cứ việc pra ruột tại sao chê thơ mấy đằng vay của máu dương tròn màn hai dương tranh cho bạn hai tại dương tranh cho bán dương tranh co là bạch viết dương tranh bia hayสำหรับพวกไทยอะไรนี่ก่อนอัดเชเต้ก่อนด่าบอลก่อนรีบลาลู่ดำไปยังทั้งบานจัดซะบานคือจับบานเอาdươngใบบักเตยขนมเอาdương khăn cho môi ở nhà thờ khăn cho môiสมัติกิจ khăn cho môi nâng รอดพาบิบาลบานจังสกัดมาเพียบบานนี่dươngเงี้ยย้อนแล้วบางคนเพียบเหม็นตัวแต่dươngเรียนบันเติมdươngอันโยนมาเนี่ยเรื่องสำคัญเนี่ยวิอัดเมียนไอ้แบบบ้าโยนเติมทัวร์กาวิธีอังเตกราลไอ้ยานาเถิดทัวร์ประมาณวิธีดอกคนใจสวยคนอัดเมียนนี่เงี้ยบ่มผัดบองบอลเถิดจำถ้าตั้งใจปีดาวมาดาวเมานี่ฮะนู่นบองบอลลานดักแต่เฮียนประเภทพวกอาดมไรตักเมาตีได้บองบอลบานบานโจลมาติดเจ็บแบบ ทอดได้บองบอลนู่นตำรังอ่ะจำมันมานี่เดี๋ยวบองบอลนี่บานี่เนี่ยกระป๋องแต่ดักเมาบองบอลบานมาล้านได้อะไรเมามาล้านตีได้บองบอลบานเมามาล้านตีได้นะบานจังเหม็นยังเมื่อเคยอย่างไรเคยไงบ่ามาแล้วยังมาไปจ้างเมาการชุบชายกับโต๊ะนี่ตัวไอยังไงนี่บองบอลบานอ่ะโบล์กอดตัวไอโนบองบอลเนาะเป็นลานเมาปีเมาตีได้บ่าเมาปีลานตีได้บาน
បាទមក3នោះ បាទនេះលេបងប្អូនបាទសរ៉ែនបាន4បាទចឹងគាត់ដឹក5មកកំពុងតែដឹកកម្លាំងមកបាទបងប្អូនបានមកបន្តបានទូរស័ព្ទយើងចិត្តអស់ថ្មបងប្អូនសូមជួយចែករំលែកបន្តយើងនឹងសាក់ថ្មទូរស័ព្ទឲ្យយើងនឹង live បន្តអូនោះបងប្អូនមកច្រើនណាប្រហែលយើងអត់ដឹងថាតើវត្តមានអ្នកណាទេអូនោះយើងអត់ដឹងទេបងប្អូនមកហើយតែមកបន្តហើយនេះបងប្អូននេះមកថ្មីបាទគាត់មកថ្មីនេះកម្លាំងថ្មីគេចុះមកអូនោះអូដើរមកនោះគេដើរមកនោះគេដើរមកច្រើនណាស់បងប្អូនបាទអូនេះមិនដឹងបាទញាត់ដៃហើយបាទអូមានកាមេរ៉ាបាទនេះអូគេមកថតវិញថតយើងវិញនេះកាមេរ៉ាកំពុងតែសេរីបាទខាងមីឌីរបស់គេបាទនោះអូខាងមីឌីអត់ខ្លាចខូចកាមេរ៉ាគេដាក់ថង់មកដាក់ថង់ក្របនោះដាក់ថង់ក្របបាទតិចទៀតមិនណិតឯងល្បីណិតឯងនោះគេដាក់កាមេរ៉ាមកអូគេនាំក្រុមមីឌីគេមកថតធ្វើគេមកអូនោះដាក់រុំថង់រុំអីមកហើយបាទអត់ខ្លាចខូចកាមេរ៉ាទេបាទមកហើយគេលះបង់ធំណាស់បងប្អូនអើយលះបង់ធំណាស់ដើម្បីឲ្យយើងខឹងបាទមើលផងតែគេជន់មីនវារាវដែរវាខុសកន្លែងជន់មីនងងដៃខ្មែរនាងនោះសំដែងរាវទៀតនោះសំដែងរាវទៀតបងប្អូនរាវខុសជន់មីនងងបាទសំដែងរាវទៀតបងប្អូនណាបាទសំដែងរាវទៀតហើយបាទអូគេនាំក្រុមសារព័ត៌មានមកបាទមកថតសកម្មភាពខ្លួនឯងឆ្លៀនពៀនទឹកដីគេហ្នឹងអីបងប្អូនបាទហើយនេះថ្ងៃនេះតួឯករបស់យើងបាទក៏កំពុងតែធ្វើការទាំងភ្លៀងបាទសស្រាំណាស់បាទអើយអត់ហត់ទេបាទមីនយូស្អីណាវាពួកអាជួតហ្នឹងបងប្អូននេះបងមើលមីនវាស្អីវានេះបងប្អូននេះមានអីខ្លាយតែខ្ញុំអត់ប្រាប់គឺបងប្អូនសំដែងចេញមកសំដែងទៀតឈូហើយបានរុំនេះបងបានរាវមីនចំឈូហើយណាបាទវាអត់ដូចថាអត់ដឹងធ្វើអីបងប្អូនពេលខ្លះមនុស្សយើងនៅពេលដែលយើងអត់ដឹងធ្វើអីធ្វើចេញមកវាភ្លាវធ្វើចេញមកវារៀងខុសរឿងណាតែយើងកុំប្រកាន់ព្រោះដោយសារគាត់ទៅមិនចេញសម្ដែងថ្ងៃទី1បងកាន់មួយវិញខ្ញុំបាទខ្ញុំទាំងពីរបងខ្ញុំលើកទូរស័ព្ទមកវិញឡើងបាទបងប្អូនចេញសម្ដែងថ្ងៃទី1បងប្អូនណាបាទឈូសឆាយហើយទៅមកធ្វើការរាវមីនបាទធ្វើការរាវមីនចម្លែកដែរបាទCambodia needs peace បាទបងប្អូនថ្មខ្ញុំនៅសល់តែ 10% បងប្អូនអើយសល់តែ 10% សល់តែ 10% បាទមេឃវងតែនៅតែបន្តអលឹមបងប្អូនណាបាទនៅតែបន្តអលឹមតែយើងអត់ឈប់ទេយើងនៅតែបន្តការ live បងប្អូនបាទទូរស័ព្ទខ្ញុំអត់លុតណា page The Morning អត់លុតមានន័យថាទូរស័ព្ទយើងអស់ថ្មហើយបាទទូរស័ព្ទយើងអស់ថ្មហើយបាទបាទកម្លាំងគេដាក់មកច្រើនណាបាទកម្លាំងគេដាក់មកច្រើនណាthôiបងប្អូនអូបីជាន់ស្រុកអូជ្រៅមិនណិតជួយកាន់មិនណិតបងប្អូនទូរស័ព្ទទាំងពីរចិត្តរលត់ថ្មហើយកងទ័ពថៃគាត់អត់ដឹងថាខ្លួនឯងពងធ្វើអីទេ
វាជារឿងគួរឲ្យសោកស្ដាយបំផុតដែលគាត់មកធ្វើសកម្មភាពដែលវាខុសឆ្គងណាហើយបងប្អូនមើលបងប្អូនហើយបងប្អូនបាទហើយហើយនោះកំភ្លើងអូយមនិតនេះឃើញកំភ្លើងច្បាស់មកជួយស៊ូមនោះកំភ្លើងនោះអោនអូនពាក់ក្បាលលឿងស្អីគេបន្ទប់ក្បាលលឿងនោះអូនេះបងប្អូននេះលឿងកំភ្លើងគាត់កំភ្លើងវែងមកនេះបាននេះបងប្អូនហ្នឹងបានពីដើមនៅខាងក្រោយនោះម្ដងទៀតនៅខាងក្រោយគាត់ម្ដងទៀតមកប្រដាប់សិតតែកំភ្លើងបងប្អូនហើយហើយខាងយើងនេះគឺគ្មានអាវុធទេបានអ្វីដែលយើងចង់បានគឺតែសន្តិភាពទេបានប៉ុន្តែមើលទៅខាងភាគីថៃដូចជាបាទបងប្អូនអាចមើលឲ្យពិចារណាទៅបាទនោះបងឃើញទេបងនេះកំភ្លើងវែងបាទ120 ម៉ែត្របាញ់ដល់ពួកខ្ញុំបាទបាញ់ដល់ពួកខ្ញុំយើងអត់ដល់120 ម៉ែត្រទេនៅប្រហែលជាផែខ្ទង់80ម៉ែត្រទេបងមកដល់នេះ80ម៉ែត្រគីបាទឥឡូវគេពងមកកាន់តែគេអូនោះសារព័ត៌មានគេដើរមកចិត្តយើងនោះបាទអូនោះសារព័ត៌មានបងប្អូនបាទនេះបាទណែគេកំពុងតែថតបាទថតសកម្មភាពខាងសៀមឆ្លៀនពៀនកម្ពុជាបងប្អូនណាបាទថតណាបាទហើយឈូសហើយបានរាវបងប្អូនបាទពិចារណាតាមការគួរទៅបងប្អូនហើយគេដាក់អ្នកកសែតមកបានគេធ្វើរាវហើយបាទទៅដល់ម៉ោងទៅដល់ម៉ោងសម្ដែងព្រោះដោយសារកសែតគេអូគេចាំមិនសម្ដែងរត់ទៅអីដើរធម្មតាអូយមួយទៅបងមួយទៅណាអូរត់ឲ្យសើចទេបងប្អូននោះអ្នកកាន់កាមេរ៉ានោះរត់ឲ្យសើចទេបងប្អូនពួកគាត់នេះមិនដឹងបានអូនេះបាទរត់នេះចូលមកឆ្លៀនពៀនបំពេញយកចំណាយថវិកាច្រើនណាស់បងប្អូនអើយនេះពួកគាត់ទៅទូទៅចាយលុយច្រើនចាយលុយទាំងនេះគឺមានសម្រាប់ឲ្យអវុធបាទប្រទេសអ្នកជប់សាយអូហើយនោះស្វាយកំភ្លើងឲ្យពួកខ្ញុំនេះមានស្អីដៃអត់ដៃតែទេតែអាវក្រត់មានហ្នឹងហើយចាំបាច់ស្វាយកំភ្លើងបងប្អូនអើយបាទពួកខ្ញុំជន់ស៊ីវិលសុបសាតហ្នឹងខ្ញុំកំភ្លើងឲ្យតែត្រេងតែត្រាំងអញញ័រធ្វើស្អីអូហើយកំភ្លើងប្រយ័ត្នរៀលកាយរៀលអីប៉ះគ្នាឯងហ្នឹងបាទដល់បាញ់គ្នាឯងតែចោតកម្ពុជាបាញ់ទៅមើលខ្ជុងមើលខ្ជុងគ្នាឯងនោះបងមួយមួកលឿងហ៎បងបាទប្រយ័ត្នត្រូវគ្នាឯងមកណាបាទបងអរគុណបាទអាការអត់រៀលកាយទេណាតែពួកអមស័យនេះអត់បានទេប្រយ័ត្នរៀលកាយត្រូវបាទអូនេះអមស័យហ្នឹងបាទប្រយ័ត្នបងហើយមកបងមួយនោះអង្គុយងាយនឹងរៀបកាយហ្នឹងនោះបងមួយអង្គុយហើយអង្គុយហើយបងមួយទៀតក៏ភ្លើងភ្ជុងកគូតបាទនេះពងភ្ជុងហ្មងនេះបាទគេទៅថតទីថាថតខ្មែរយើងទៅភ្ជុងមិនមែនទេណាបាទគឺតែហ៊ានថៃគ្នាហ៊ានថៃបាទគឺពួកសៀមគ្នាវាតែម្ដងមិនមែនខ្មែរយើងទេកម្ពុជាយើងអត់បានទៅនេះទេកងកម្លាំងកម្ពុជាគឺអត់មានអាវុធជាប់នឹងដៃទេបាទហើយឈុះបងប្អូនសំខាន់បំផុតគឺតួឯកយើងនេះឈុះហើយមួយថ្ងៃហើយហើយបានបងប្អូនយើងនេះគាត់ចុះមកសម្ដែងក្នុងការរាវបាទភាគីខាងនោះក៏ភ្លើងពីដើមរោមានក៏ភ្លើង3ដើមភ្លើងអម3ដើមក៏ភ្លើងអម3ដើមបាទអឹមសៃបងប្អូនបាទអូនេះខាងនេះ5នាក់នេះមានក៏ភ្លើង2ដើមក៏ភ្លើងវែងបងប្អូនបាទហើយខាង4នាក់នេះមានមកដើមបាទកំពុងតែភ្ជុងគ្នាគាត់ពីក្រោយហើយឲ្យរាវមីនបាទរាវហើយអត់រាវអញបាទម៉ោង3 14នាទីម៉ោងគឺមានដែលខាងភាគីសៀមជួលមកហ្នឹងគឺថាឥឡូវនេះបានកំពុងតែត្រៀមត្រារត់ឈូឈរជន់ជើងគ្នាមុននេះមិញគេកំពុងតែថតពួកខ្ញុំហី3ដើមគេកំពុងតែមកថតសកម្មភាពពួកយើងបាទកម្មភាពនេះអត់មានឯកភាពពីខាងភាគីសង្ខាណាចុះធ្វើចិត្តឯងខាងថៃចុះបាទមានចិត្តឯងចុះធ្វើពៀនចិត្តឯងនេះពៀនពុកបាទខាងថៃអូបងប្អូនណែគេដកកបិតធ្វើចាក់មានអត់បាទមានអត់មានតែមើមស្មៅអូនបាននេះបងប្អូនមើលសកម្មភាពទៅខាងគាត់នេះចាំបាច់ទៅវាស់ធ្វើស្អីបាទបុលនេះវាកាយមួយថ្ងៃហើយហ្នឹងឈុះបបទុះអាបុលបាត់ហើយនេះទូអាបុលនឹងបាត់ហើយវាទូឲ្យអារាវក្រោយឯងសំដែងស្អីណាកាយស្អីបងប្អូនឃើញពួកគាត់ហ្នឹងមកនេះកាយមាននោះដើរធម្មតាចាំបាច់ទៅឆលរត់ជន់ជើងគ្នាធ្វើស្អីឈូឆ
ឥឡូវនៅប្រកួតប្រជែងតាណាបានលុយច្រើនជាងរត់បានមុនមែន ពងថតបងកំពុងតែថតកុនបានថតកុនគាត់សើចដែរនោះកំពុងរាវបដាសើចបដាថាអញធ្វើអីដូចឈួតចឹងអញចំណាស់នេះហើយគាត់ថាធ្វើមិនបាត់បញ្ជាបានបាទនេះគាត់ពងសើចបងសើចនៅខាងមុខក៏ពងរាវនោះគឺសើចបងគាត់ថាអញពោះចិត្តហើយអញជីវិតអញពេលនេះចង់បញ្ជាក់អញ្ចឹងចង់បញ្ជាក់ថាបើសិនដីនឹងមានមីនមែនណាអាមូលអាសានេះរុញបាទរុញឲ្យផ្ទុះទាំងបាត់ហើយដល់ពេលរុញឡើងស្អាតដីហើយបានដាក់ម៉ាស៊ីនមករាវហើយបន្ទាប់មកមាននេះបងប្អូនសារព័ត៌មានជុងកាមេរ៉ានេះបាទច្រើនមែនទែនបាទរត់ឈូឆបាទមីឌាខាងមីឌារបស់ប្រទេសសៀមបាទប្រទេសសៀមបាទអូយហើយបងប្អូនមើលទៅបាទមើលតាមការគួរទៅយើងពិចារណាតាមសាច់រឿងបាទកំភ្លើងពីដើមក្រុម5នាក់នេះបាទកំពុងឆ្កឹះហើយអូនេះមើមស្មៅបាទមើមស្មៅបងប្អូនមើមស្មៅបាទបាទអូសម្ដែងអូណោះឈប់ឆាកសម្ដែងមកមុនណាអូអូយ៉ាមានកាយប្រយ័ត្នបានមើមស្មៅបងប្អូនបាទក៏មានជាជីវៈមិនមែនមកចិត្តផ្សាយដល់អីចឹងទេប៉ុន្តែនោះហើយសអន្តរជាតិហើយក៏មានជាតិរបស់ខាងថៃទៀតបាទបងប្អូនថ្ងៃនេះថ្ងៃទី10ខែ10បានម៉ោង3:16នាទីបាន25បាននៅភូមិព្រៃច័ន្ទបាទភូមិអូបៃជាន់ស្រុកអូជ្រៅប្រទេសមានជ័យបងណាបាទនោះមួយដែលហត់ស្កុតនោះកំពុងអាសើចទៀតអញហើយអញមិនទេបាទនោះក៏ហាក់ចិត្តឲ្យគេទៅដៃបាយដែរប៉ាដលងហ្នឹងបាទឈូសឡើងខ្ទេចបងប្អូនឈូសមួយថ្ងៃនេះទូឯងយើងហើយគាត់មករាវយកមើមខ្ទឹមបានហើយដាក់សារព័ត៌មានមកថតដើម្បីថាអូបាទបងប្អូនមើលទៅបានច្រើនបងប្អូនបានអូនេះកំពុងនិយាយកំពុងថតបានខាងសារព័ត៌មានគេភ្ជុំកាមេរ៉ាមកយើងនោះបាទគេភ្ជុំមកទេបងប្អូនមើលក៏ភ្លើងបាទពីក្របនេះកំពុងថាអូកំពុងថានេះហើយកំពុងតែចាក់ដីបងប្អូនចាក់ដីយើងអត់ដឹងថារបបប្រជាជីវៈអ្នកសារព័ត៌មានខាងថៃវាមានប្រជាជីវៈរបៀបអញ្ចឹងឬមួយក៏យ៉ាងម៉េចទេអត់មានឃើញអីទេអត់ឃើញអីទេបាទចាក់ទៅឃើញតែដុំដីនេះគឺជាការសម្ដែងខុសទេមិនខុសចែកទេខុសចែកទេបាទបងប្អូនត្រូវចាំថាវាមិនដែលម៉ែអាណាដើរផ្លូវទំហំប្រហែលជា2ចង្អាមអញ្ចឹងហើយរាវប៉ះគ្រាប់មីននេះវាអីក៏ចៃដន្យដែរវាមិនអាចកើតឡើងទេប៉ុន្តែវាគឺជាការសម្ដែងទី1ទី2អាឈ្មោះនេះវាឈ្មោះមួយថ្ងៃហើយបើវាមានក្របបែកវាផ្ទុះយូរហើយដីនេះគឺជាដីពលរដ្ឋគាត់ដាំនៅបងប្អូនមើលតំណាំនោះបងប្អូនមើលដូងដាំដូងបាទបើវាផ្ទុះតាំងពីបងប្អូនយើងគាត់ទៅដាំដូងម្លេះហើយសារព័ត៌មានហ្នឹងចាំបាច់រត់ប្រសេកប្រសាចមែនអីគួរអត់វិជាជីវៈសោះបាទដើរធម្មតាទៅចាំបាច់រត់ប្រសេកប្រសាចអញ្ចឹងវាបង្ហាញអំពីភាពគ្មានវិជាជីវៈដើរធម្មតាទៅចាំបាច់សម្ដែងឲ្យដល់ថ្នាក់ហ្នឹងងាប់ហើយធម្មតាទៅអាវុធកាន់នៅដៃហ្នឹងអាវុធកាន់គឺភ្ជង់ជាប់បងប្អូនហើយបងប្អូនមើលទៅនៅក្នុងដៃរបស់គាត់គឺដាក់លើកាយបងប្អូនបាទដាក់លើកាយនេះបងប្អូនខ្ញុំស៊ូមឲ្យមើល5នាក់នេះគឺអាវុធរបស់គាត់ហើយដៃរបស់គាត់គឺកាន់បាទដៃគាត់គឺកាន់នៅលើកាយតែម្ដងបាទនេះបាទគឺត្រៀមក្នុងការបាញ់តែម្ដងបាទនៅកដាលនោះមិនទៀតហើយនោះមិនទៀតហើយជុំទៅទៀតនោះបាទបាទខ្ញុំចង់និយាយថារាវដល់ឆ្នាំក្រោយទៀតក៏វាអត់មានលទ្ធផលអីដែរបាទហើយវាសម្ដែងនៅមុខនោះកាមេរ៉ាវានោះបងប្អូននោះគេដាក់មកប្រាប់មកព្រើកហើយទៅវិញអស់ហើយទៅវិញហ៎គាត់ខ្សែគាត់អីណាបងប្អូននេះចប់ការសម្ដែងហ៎កំពុងរៀបចំថតកុនយើងថតកុនបងប្អូនណាបាទបងប្អូនខ្ញុំឡាយឡើងជើងពងកខ្លាំងមែនតើវាហូតមកការីរ៉ាបងមកចាំម៉ោង12ថ្ងៃជួយដៃសំសងដាក់ចំប្លង់ដៃម្ដងទៀតបាទនេះបងប្អូនមើលទៅបានដៃវាយកាន់បាត់នឹងលោកាន់ឡើងគាត់តែលក់ទូរស័ព្ទបងបាទតបប្រឹងបងប្រឹងបានទេបងកាន់បានគាត់កាន់ឡើងជំនាញទេបងប្អូនមើលឲ្យណានេះចំណុចនេះសំខាន់ណាស់គេខ្ជុងកំភ្លើងគឺគេកាន់ប្រេគ្រប់ពេលហ្មងណាដៃស្ដាំគេប្រេកាន់កៃគ្រប់ពេលហ្មងណាម្រាមដៃច្អល់របស់គាត់គឺនៅលើកៃបានគឺគាត់ត្រៀមគ្រប់ពេលហ្មងណា
សារព័ត៌មានដែលយើងតែថតមកថតទេមកយកព័ត៌មានទេអត់មានបញ្ជាជួនទេមានជួនទេបាទ សិតតែបងប្អូនសារព័ត៌មានបាន ថ្មសល់5ខ្ញុំទៅយកផៅបែបសិន បងកាន់ណាខ្ញុំទៅយកលឿនជាងតោះបងកាន់ណាខ្ញុំទៅយកបង តើខ្ញុំខ្លាចតែបញ្ចូលអត់ចូលវាក្តៅពេកនេះបងប្អូនបាននេះមើល អត់ទេដាក់ខ្សែចូល នេះបងខ្ញុំទៅយកមិនកាន់ទៅពីខ្ញុំលឿន ហើយទឹកបូកូមកដល់ហើយមនិតជួយគាត់ឲ្យជប់អានេះខ្ញុំកាន់អត់តន់ពេញដៃនេះឆ្វេង នេះបងមើល អូខេ mình có cái hơi như thế đâu mình coi chơi được của mà đấyហើយខ្ញុំ nên thế từ từ តុកអានេះណែអាយកុំ ហើយកុំនៅកប៉ៅក្រោយ បងប្អូនយើង យកទឹកបូកូមកផងសេទឹកយកទឹកបូកូ cả mấy chục cái hai nữa សំដែងតើបង thôi á chục cái bắt សំដែងតើឥឡូវខ្ញុំអាចបញ្ចូលសលេងខាងទាហានថៃបងប្អូនស្ដាប់បានអញ្ចឹងណា now we are scanning the landmine on Cambodia land but somehow we cannot find a single landmine here because SIMA already clear up this land and now we have to pretend to act like there are gotta be a lot of mine around here but we will not find a single mine but anyway we have to act we have to act so that our media gonna report to the international stage that this is Thailand territory or if they could find one mine here they gonna blow up the media on international stage. I want to tell everybody that this is Cambodia land and SIMA already clear up this land long time ago. You see the plan that Cambodian civilian plan, it's still there. It's still there. It's not yet get away. chú hai អូបងសាមិនធឿនបងមកដល់បងសល់ 3% ទៀតចិត្តរលត់ហើយបងប្អូនទូរស័ព្ទខ្ញុំពី The Morning តែ page Michael នៅសល់ 15% នេះអាប៉ែនេះស្ពាយកំភ្លើងជាប់បាទស្ពាយកំភ្លើងជាប់ rêu min ấy sầm rải đó bông vừa sao giờ rồi mình ngái tu phân sao giờ hồi mình ngái đâu tu tâm đau rêu min khởi tu vào sao giờ nó bật nàyជួយប្រាប់បងប្អូនប្រិយមិត្តយើងទៅខ្សែថៃរត់កលេបោកផ្លេងតាវិញបាទការលៀនពៀនថៃនេះពណ៌ទៀតបំរើវាទៅខ្លាំង បងប្អូនខ្ញុំនិយាយដល់ឈឺកខ្ញុំអត់ទាន់និយាយទៀតទេបងប្អូនមើលខ្លួនឯងណាខ្ញុំឡាយដល់យូរយ៉ាងហើយបងសាមធឿនគាត់ទៅមកដល់បងប្អូនដៃថ្មីអញ្ចឹងគាត់និយាយច្រើនតិចហើយបងប្អូនដាក់ផៅបែងលាកឡាយបន្តបងប្អូនធីមតយលផៅបែងបាទបងប្អូនបាទតែខ្ញុំចុកដៃមែនតើវាដៃពីររត់វាយសាក់វាយ បាទឥឡូវនៅសល់ 3% បាត់អី
ô lá nó bạp tao bên bà đá nó sao phò miền kia nó mà sầm đáy mình mà chốt ở lấy tao bên này và lá nó tao bên bà đá bằng con khơi nhá này và nổ lan tao với nhau bong nổ lan và lan tao bên bà đá phố pe khla mà thọt ra cam mà phiệp khang phiệp kỳ thay luôn anh mà liên piên lên tận đây cam một chia chẳng biết đôi chia bằng hai chấm nói sai bằng thái bằng bà chẳng bằng hai chứ đấy để thọt bằng hai chứ sao pi phiệp rồi cái này cha riêng min pro ở bản chọc này còn bà nhua ấy xong mà chia sẻ nhưng chọc này môi mà cắt lại ở đây bọn đại xa ta đô lòng tới bình nhẹ là tới chẳng sân cho trong càng như mà lời nè bà dọa bol bà cứ chắc mà chu khai mà lơ đây Campuchia mà lơ đây chia bờ Campuchia hỏi chu hơi được trong ba từ chơi từ đấy bà đây Thái ba bóng piên nó bắt không bánh mình có rong bánh bóng piên mà lơ chia bờ Campuchia bóng piên mà lơ đây Campuchia bà piên phơ sắp crop sắp cà phê bà នៃពងលឹមហើយខ្ញុំក៏អរគុណនឹងសូមការអធិស្ឋានពីខាងទឹកវិសាបសបកោអត់បានថតវីដេអូទេបានថ្ងៃនេះមកជួបហើយក៏សូមអធិស្ឋាននឹងអរគុណដល់បងស្រីម៉ាក់អ៊ីនិងបងប្រុសយឹមតាស្រង់បាទដែលមានការយល់យកនឹងការអធិស្ឋានពួកខ្ញុំអត់បានថតវីដេអូជូនទេហើយក៏សូមការអធិស្ឋាននឹងការយល់យកពីខាងហាងទូរស័ព្ទគ្នាយើងបាទអរគុណណាស់បាទអរគុណនៅក្រុមហ៊ុនទាំង3នេះគឺក្រុមហ៊ុនទឹកវិសាអល់កឡាំងបកោក្រុមហ៊ុនម៉ាក់អ៊ីដែលមានលក់ផលិតផលពីខាងកូរ៉េមកច្រើនប្រភេទហើយនឹងអរគុណដល់ខាងហាងទូរស័ព្ទគ្នាយើងដែលតែងតែគ្រប់គ្រងគ្រប់សកម្មភាពរបស់ខ្ញុំបាទហើយថ្ងៃនេះខាងទឹកវិសាអល់កឡាំងបកោនឹងបានធ្វើការឧបត្ថម្ភទឹករហូតដល់100កេសបាទបានយកមកដល់ហើយតែខ្ញុំតែបានទៅជួបគាត់ទេឧបត្ថម្ភទឹក100កេសជូនដល់បងថៃវណ្ណៈនិងបងសានមន្ទឿនម្នាក់50កេសបងប្អូនណាបាទម្នាក់50កេសហើយគេចូលមើលនឹងនេះសិនតែកាមេរ៉ាគេថតមកយើងនេះបាទប្រិយមិត្តយើងអញ្ចឹងបងប្អូនឃើញមេឃពងអលឹម31%ធីមយូមនេះលោកចាស់ហើយលុតលើហើយបាទនេះអបអរប្រិយមិត្តយើងតែយើងខ្លាចវាបានចាត់ហើយបាទហើយយើងគោរពរបស់មកតន់ទេនេះប្រិយមិត្តយើងបាទយើងគោរពរបស់ថប់នៅ1%បងអញ្ចឹងតាយានសៀមបានមកពៀនរបស់ថប់បាញ់បងប្អូន page the morning នឹងលុតលើហើយនៅតែ1%ទេយើងឡាយយូរហើយបាញ់ហើយបាន Michael នៅ13%រៀនកង់ឡានដាក់កង់ឡានមកលើទឹកដីកម្ពុជាបានយកអបុលបាននេះអបុលប្រិយមិត្តយើងខ្ញុំផ្សាយតល់មិនមែនព័ត៌មាន AI បាទមិន AI ខ្ញុំផ្សាយតល់មិនកំពុងតែរលឹមច្រាច់រហូតបាទយកអបុលមកឈូសបាទហើយចកានេះចកាដងជីវរដ្ឋខ្មែរយើងបាទហើយមានផ្ទះបងប្អូនជីវរដ្ឋខ្មែរយើងនៅតាមនោះទៀតបាទផ្ទះបងប្អូនជីវរដ្ឋខ្មែរយើងនៅតាមនោះទៀតដែលតាយានសៀមគាត់បានយកបាទបានពាត់បលាលោយោហើយអ្វីដែលគួរអស់សំណាចខ្ញុំនិយាយដដែលអ្វីដែលគួរអស់សំណាចគឺអាពលឈូអាពលកំពុងឈូណាបាទហើយចកាមានស្មៅមានអីទៀតទៅចកាប្រជាពលរដ្ឋមានស្មៅមានអីដែរចកាប្រជាពលរដ្ឋលោកក៏មិនបានកាប់ផ្កាដោយសារតែយើងថៃនឹងមកប៉ត់យោនេះហើយអាបុលកំពុងតែឈូបាទឈូរួចបានតែយើងថៃនឹងមករាវមានតាមក្រោយអាបុលឈូនេះបាទបងប្អូនមើលកាមេរ៉ាមើលរូបភាពបងប្អូនយើងឃើញបងប្អូនឃើញហើយបានហៅកាសែតថៃជាច្រើនអ្នកមករត់ឆ្លេឆ្លាបាទមកធ្វើឯកថតផ្ដិតយករូបភាពដើម្បីបង្ហាញទៅណាបាទអ្នកណាជាជឿអ្នកឯងទៀតបាទបើអ្នកឯងជាចៅមែនអ្នកឯងបំពេញមកលើទឹកដីកម្ពុជាមែនអ្នកឯងបំពេញគ្រប់សពគ្រប់បែបយ៉ាងអ្នកឯងហ៊ានធ្វើគ្រប់សពសារពើដើម្បីបំពេញមកលើទឹកដីកម្ពុជាបងប្អូនចិត្តហើយសូមសំណូមពរឲ្យអង្គការសហជីវជាតិនិងពិភពលោកបងប្អូនបន្តការ share តែជិះខ្ញុំ live ឡើងវិញប្រទេសកម្ពុជាសាក់ថ្មសិនបងហើយប្រទេសកម្ពុជាបាទលុតគឺអស់ថ្មតែកម្ពុជាហើយពីខាង Michael នៅ12%នៅតែបន្ត live ឆ្លៀងក៏នៅតែ live ដែរបងឥឡូវមេឆ្លៀងហើយបងប្អូនបាទគ្រប់បែបយ៉ាងកន្លែងនេះដែលអ្នកឯងបានប្រើគ្រប់បែបផ្សែងពុលអ្នកឯងបានបាញ់ក្របភ្លើងឆ្នុកអ្នកឯងបានបាញ់ក្របកស៊ូក្របដែកមកលើប្រជាប្រដ្ឋកម្ពុជាមកលើព្រះសង្ឃកម្ពុជា
mà lơ thì hiến Campuchia nâng mà lơ nè xa po miền Campuchia bạn nè ai hiến cướp xóa cướp bài về hay nè ai trong lô một viên mà lơ đây Campuchia nè ai hiến vừa vay từ ó ba đòi mình lốt hay ba ai đi giật khơi thế đi bài có sai trong càng nghe thì giờ power bank đi xong lên dễ sai tới thì ai đau riêng mình không đây vô đây sao tại đây đây ba mấy cái buôn tập liên ba mấy cái buôn liên đây phong đây ba ai đo tranh man đo tranh đây ba này ai yên một piên pe dai ba này ai yên một piên pe dai mà lơ đây Campuchia ô nó về nhấm mà bọn nó về nhấm mà ô nó mỗi nó nhấm mà là cái tứ nó ba này bao bọc đây mà chơi con prey mà chơi sắm ca tam đàn ba nó cái tứ nó nhấm mà bỏng cái tứ riêu minh mà prey mà chơi không phải riêu minh nó về phong nhấm mà ba nó cái tứ nó về phong nhấm mà này bong mới nó lái khơi như này này phong nhấm mà này phong nhấm bà miên tu tăng bị chung nó này về phong nhấm mà sao ai chung là ba đây tí ra đi ba chung nè coi mà đi trời ơi một prey mà đây nè con prey mà chơi sao ca tam đàn đã sao mấy liên sang bên ba tất chưa sao ai prey mà chơi ba con mà tên chúng ta có số thời gian dương nó tập to like không bọn bà page Michael phliêng có like đấy phliêng có like đấy admin khoa hướng phliêng đấy phliêng ad ngộp đấy phliêng mình ngộp đấy ấy khi mà bạch pra chặn bạch pra phliêng xây đấy ô tới ơi bông phôn tới ơi bông sàn thươn tới ơi bông tới ơi bông chọc ca sầm đáy nhá bông sàn thươn bông chọc sầm đáy chứ bông ha chọc sầm đáy chứ ba sầm đáy chọc ấy bông to mơ ra ta ôi đà dài cào vậy thế ôi đào thò mà đá tới trăm bay là dài thôi cào thử xây ba bong xã bò miền Việt Đỏ đằng ó làng lan ó bị chặt đằng không này ôi có bao giờ tao mắc ô lan tầm bong sàn thưa lan tầm rây tức lúc với đất con to bê tờ với nhá nụ lan tầm rây tức bà hay mấy những thơ rốt mau bao chu cho bong ơi chăm bạch sầm đáy như đó thằng nạn nưng ta thò mà đa tức ăn bà dân thử mình cầm sao là thua tụi bay biết chỉ trao cái đấy chỉ trao dân thử là group lục trao đấy bà bà nhắm zoom lên má để xa tức phliêng làm nặng tức phliêng bà về là ăn bằng về screen về là ăn bà ở con nào là bôn nhầm chạm bong pro một ngày bong chăm bờ bong hay mà lại còn ní bong mà đòn bà này bong ôn này dừng show cho môi nâng lực ôn business advisor bà đào phliêng bón này mình đào phliêng bong ôn này bà số bong ôn chui chạy làm lấy video này phong hay ở đây thì dương phát đất níคือdương mình men hai dương nâng để sai dương chỉ để xa phô đồng biếnคือdương mình pra phía sầm đây ở đây là áp dụngตะกั่วbaoตะนาเต้ก็มันได้เป๊กละเกมเอาชุกชายได้ระบอยdươngไอ้dương mà dươngเป๊กให้dươngรีกาจังตึกเนกจังสระไปโดนไปปงติดตัวมาปงชื่อจับอ่ะบ่าให้ได้ซาตะกันจังอ่ะเห็นไหมรีซูมบอกบ้านโอ้เวียตัดเลี้ยงเวียนี้เวียทันเวียปะทันบอก นั่นไง เวียปะทันบ่าออกคนหน้าบอลปน
បាទសូមបងប្អូនជួយចែករំលែកវីដេអូនេះផងបងប្អូនណាបងប្អូនឃើញគឺថានៅទល់មុខកំភ្លើងហ្នឹងមកនោះវាពងនោះនោះបាទវាអត់តន់ទៅបងប្អូននៅឈូសចឹងបងប្អូនណាបាទនោះគេនៅប្រជុំគ្នានោះប្រជុំគ្នានោះបាទគេនៅប្រជុំគ្នាទៀតបាទបងប្អូនឃើញនេះអាឈ្មោះវាឡើងហើយបងនេះបើតាមមើលអាឈ្មោះវាឡើងហ្នឹងនេះវាមានដូរតែថ្មីទៀតបងនេះបាទនេះអាបុលវាឡើងហ្នឹងសំណែងចាប់ហើយមកសូអន្តរជាតិលខោនឹងល្មមឈប់លេងណាអូនអើយអូនឯងទៅរៀវមានឯងមិនរៀនពីស៊ីម៉ាក់កម្ពុជាបាទស៊ីម៉ាក់កម្ពុជាមានជំនាញទាំងឯកទេសរហូតដល់ដោះមីននៅក្រៅប្រទេសនោះបាទរៀនរបៀបថាដោះមីនរបស់ដោះរបៀបម៉េចឲ្យចេញមកបែបលក្ខណៈអ្នកជំនាញណាបាទឲ្យចេញមកអ្នកជំនាញគេដោះរបៀបម៉េចមើលរៀនវាប៉ះថាច់ទូរស័ព្ទបងប៉ះថាច់ទឹកភ្លៀងប៉ះថាច់វាលោតចេញវាទៅឯនោះវាទៅឯងបងប្អូនវាសំដែងចាប់មក show ឯនេះចាំមើលវានឹងមានវគ្គបន្ទាប់ទៀតវាអត់ទាន់បញ្ចប់ត្រឹមប៉ុណ្្នឹងទេបាទអរគុណណែបងប្អូននោះកសែតនិយាយលោឡារបស់យកនោះបាទអរគុណមែនទែនបងប្អូនយើងហើយអ្នកសារព័ត៌មានមកលេអាឡូដល់ហើយពួកនឹងចឹងបានគេមិនចង់ឲ្យចូលបាទគេឲ្យចូលចាប់ដើមលោឡាហ្មងឡើងឯនោះតាហ៊ានវាក៏ឡើងជិះអាបុលនឹងទៅជាមួយគ្នាដែរបាទបងប្អូនឃើញអូបាយទៀតអូបាយទៀតបងប្អូនបាយទៀតបាយទៀតបងប្អូនហើយអាឆ្ងាយបាយទៀតហ៎ខ្ញុំលើកដៃបាយដែរហ្នឹងបងប្អូនបាយវើយបាយនោះបាយបងប្អូនអត់ដៃបាយនេះវើយអូយមកនេះលុយទៅបាយទៀតអីសើបាយបងប្អូនអានេះបាយដាក់សារមិនធឿនទៀតអាល្មយយកអេកំពូលឌឺមកអាឆ្ងាយបាយទៀតចាំមកចាំមកមិនសាយអីទេសូបញ្ចប់ហើយបងប្អូនបាទទៅអស់ហើយគេទៅអស់អូនឯងធ្វើនេះគុំលោឡាពេលខ្លះនៅក្បែរអញតត់ពីជើងអញកំពុងញ័រជើងកំតត់នេះឲ្យមិនឯងបងសានធឿនកំពុងញ័រជើងមកអញជើងញ័រអញថាអីហាលភ្លៀងណាហាលភ្លៀងតែមកលេឡូខ្លះអត់មានចេះមើលបាទអរគុណប្រិមិត្តជាទីមេត្រីហើយបងប្អូនបានឃើញហើយមិនខ្ញុំអត្ថាធិប្បាយទេនៅវេលាម៉ោង12ជាងបាទនៅវេលាម៉ោង12បានម៉ោង12:35នាទីគឺយោធាថៃគឺថាបានឈូសឆាយបាទឥឡូវតោះអូខេតោះអូនបានតែមុនបងបាទយើងក៏បានមើលឈប់សម្ដែងហើយឥឡូវនេះសុបាយហើយការសម្ដែងរបស់យោធាថៃនៅម៉ោងនេះចាប់ទៅបរិបូរណ៍នៅទៅហ៊ានថៃដើរទៅបងប្អូនតោះបាទអរគុណច្រើនអញ្ចឹងបងប្អូននេះកន្លែងដែលគេឈូសឆាយអញ្ចឹងយើងសូមធ្វើការបញ្ចប់ការ live ត្រឹមប៉ុណ្្នឹងទូរស័ព្ទខ្ញុំក៏បានលុតទៅហើយនៅឡើយតែ page របស់ Michael អញ្ចឹងយើងសូមបញ្ចប់ត្រឹមប៉ុណ្្នឹងអរគុណច្រើនបងប្អូនសុខសប្បាយសូម share វីដេអូនេះបន្តជម្រាបលាបងប្អូនបាទ